ในโยมจะน้ำแนะนำเมียนโรคเจ้าคือเมาไปครูนไอโจจัดเบียดเบียนเกตั้งเพลาจัดเพลากายประองสำได้นะจังประหยัดตั้งออกเนี่ยแต่เจียดมกอัดจังชื่อเฉินกองโจจัดเบียดเบียนเกเบียดเบียนเพลากายกับดอยเพลาจัดกับดอยเพลาเวจากัดอยการน้ำเหมือนนู้นนะดอลพร้อมแต่อาไปเชียปาแตะคือเหมือนนึงนั่งบ่อได้บ่ดอยโรคเหมือนนึงนั่งชื่อเฉินนะอย่างจังหนอnhiệtโยมเตยจำถ้าเสกได้หรอคือเธอให้เหมือนสาบโซนตีพอเหมือนสาบโซนตีให้พอนั่งเวียอ้อยตัวตามดำน้ำในการประพฤติบ่ยืงในโจมาโกทอยยืงวันยงเคยยึดเซ็งกันเนี่ยเนี่ยคลาสตะวันกี่ได้ปนอัดช่วยจัดเอาเตียนเลยคือกรอนแต่เต้าแต่ซาเซลเต้าจะเหมือนเสกได้หรอปนเนี่ยได้เก่งกี่ให้กี่เธอใส่คืออัดโจอัดเฟิร์มเนี่ยไงเต้ากี่ได้ตะวันอันนั้นก็บานกอดเมาเชียดนั่งเสกได้สกเราจัดบ่กอดเมียนเนี่ยเด็ดเต้เหมือนเชียบาดเหมือนเบียดกอดกี่ปนแต่อัดรอบบ่กอดนั่นคืออัดมั้งกอดโรสไอ้ก็เหมือนเมียนส่งไปเนี่ยเราตีกอดจังโจจัดเอาเตียนกอดได้หนึ่งโดยซากอดมันโจจัดใจอย่างเล็กเอาเกได้โดยเนียงตุระกดตะนาจังการคลุนไอ้เมียนเมืองเงี้ยเนี่ยกรอนเนี่ยส่งเตียนไอ้เจไปเจ้าเกเดียวทำไมเกเหมือนเจโรซีไอ้ดาวแต่ส่งดาวไปคลุนไอ้แผลคลุนกรอแต่ดาวส่งเกไว้แก่ดาวโดยคือเนี่ยอย่างเคยเนี่ยมันแต่เชียดบกเชียดเขาอ่ะพอลังไปคลายยืงปีจานนาក្នុងជីវិតយើងម្នាក់ฮะเนี่ยคลาទៀតចូលចិត្តឲ្យទៀនឃើញលោកបានបាទមកផ្ទះដាក់បាយដាក់មីដាក់របស់ទឹកក្តៅទឹកត្រជាក់ប្រគេនលោកអញ្ចឹងចូលចិត្តឲ្យទៀនប៉ុន្តែចូលចិត្តព្យាបាទគេចំណែនគេឈ្នាននេះគេចាក់រុកគេឃើញគេល្អជាងមិនកើតឃើញគេចេះជាងមិនកើតឬក៏តនេអត់ការងារធ្វើនិយាយចាក់រុកគេឲ្យគេព្យាបាទគេឬក៏មិនទៅព្យាបាទមនុស្សគ្នាឯងទៅព្យាបាទនឹងសត្វនឹងតិចអាលកមន់តិចអាលកទានឹងតិចកោះក្រងតិចខ្វាក្តាមដល់អញ្ចឹងអាពូជហ្នឹងបានមកខ្លួនឯងមានទ្រព្យប៉ុន្តែនិយាយតែไปឈឺព្រឹកឈឺល្ងាចในโยมចំណាំអ្នកណាមានโรคច្រើនគឺមកពីខ្លួនឯងចូលចិត្តបៀតបៀនគេទាំងផ្លូវចិត្តផ្លូវកាយព្រះអង្គសម្ដែងណាចឹងប្រយ័ត្នទាំងអស់គ្នាទៅជាតិមកអត់ចង់ឈឺច្រើនកុំចូលចិត្តបៀតបៀនគេបៀតបៀនផ្លូវកាយក៏ដោយផ្លូវចិត្តក៏ដោយផ្លូវវាចាក៏ដោយកាលណាមនុស្សណាដល់ព្រមតែអភិជាបាតៈគឺមនុស្សនឹងបរិបោដោយរោគមនុស្សនឹងឈឺច្រើនណានឹងចឹងញោមត្រូវដឹងខ្លួនយើងថាបើមិនចង់ឈឺច្រើនឲ្យលះអភិជាបាតៈព្រះអង្គឲ្យលះការព្យាបាទចងគំនុំគុំគួនអាឃាតព្យាបាទអ្នកដតីណាផលមិនបាច់តែមើលជាតិមុខជាតិក្រោយយើងមើលតែជីវិតយើងរស់នៅឥឡូវហ្នឹងគឺយើងអាចពិចារណាបានខ្ញុំឃើញគេបែងចែកផលឲ្យយើងខុសគ្នាឲ្យអស់ហើយនឹងយើងពិចារណាមើលហេតុអីបានយើងកើតមកដូចគ្នាអ្នកខ្លះឈឺច្រើនអ្នកខ្លះមិនសូវឈឺអ្នកខ្លះរូបស្អាតអ្នកខ្លះរូបអាក្រក់អ្នកខ្លះមានចំណេះអ្នកខ្លះល្ងងអ្នកខ្លះរស់ស៊ីដាក់ចុះដោះឡើងអ្នកខ្លះរស់ស្អីក៏ខាតរស់ស្អីក៏វិនិច្ឆ័យអ្នកខ្លះដល់ព្រមនៅការអាណិតស្រឡាញ់ពីអ្នកដតីអ្នកខ្លះគ្រាន់តែគេឃើញគេមិនចូលចិត្តគេមិនចង់ក្បែរសិតតែពូជឧបនិស្ស័យដែលយើងសន្សំមកផ្សេងគ្នាទាំងអស់អូយើងពិចារណាតែខ្លួនយើងឥឡូវហ្នឹងបានណាយើងមិនបាច់គិតអីច្រើនគិតថាឥឡូវហ្នឹងមករោងដែលអង្គុយស្រាប់ធរតាំងញោមតាំងអាត្មាអ្នកទេសហ្នឹងចិត្តគំនិតច្បាស់ជាអត់ដូចគ្នាទេមែនទេញោមជួនកាលនិយាយខ្លះពងអង្គុយស្រាប់ធរប៉ុន្តែអារម្មណ៍នៅក្រោលជ្រូកនៅក្រោលគោអញមកព្រឹកមិនដឹងបានណាដាក់បាយជ្រូកឲ្យនៅអ្នកខ្លះទៀតអង្គុយស្រាប់ធរនៅតែហ្នឹងនឹកឃើញតាវាមកពីជួស្រែវិញដឹងបានបាយនៅឯស្រីពៅដឹងមកដល់ផ្ទះវិញនៅឯហើយអ្នកខ្លះទៀតពងអង្គុយស្រាប់ធរអារម្មណ៍នៅជាមួយធរខ្ញុំឃើញផ្សេងគ្នាហើយបើយើងនិយាយទៅក្នុងមួយថ្ងៃយើងប្រព្រឹត្តអរិយាប័ត្រចិត្តកំណត់អរិយាប័ត្ររបស់យើងអត់ដូចគ្នាអញ្ចឹងបានផលវាអត់ដូចគ្នាអ្នកខ្លះបើកភ្នែកមកគ្រាន់តែបើកភ្នែកមកស្ដាប់ធម៌ទេសនាមកសន្ទុះអញ្ចឹងបានចេញទៅធ្វើការអ្នកខ្លះបើកភ្នែកឡើងណែជេមន់ជេទា3 4សន្ទុះអញ្ចឹងទៅបានចេញទៅធ្វើការហូបបាយអីនឹងឃើញអាពូយើងសំខុសគ្នាអ្នកខ្លះថ្ងៃសិលឡើងទៅវត្តគេទៅវត្តដូចគាត់ដែរគាត់ទៅវត្តដូចគេដែរប៉ុន្តែអ្នកខ្លះគ្រាន់តែទៅវត្តសុំតែសិលអញ្ចឹងទៅដល់ពេលគេដាក់ប្រកាសមេក្រូហោយាយអើយឥឡូវតាមួយនៅចុងភូមិយើងនឹងគាត់វះ3 4 10ធ្នេឥឡូវអាណិតមេតាជួយសង្ឃហៈគាត់ថ្ងៃនេះហើយបើថាអ្នកណាមិនបានទៅចូលតាមសទ្ធា1000 2000អីចូលទៅហើយមកយាយនេះគ្រាន់តែលឺសូអាចារ្យកាន់បាមេក្រូអង្កលគូតទៅរកក្បែរតសគៀនបាំងមុខអាចារ្យហើយហ្នឹងហើយខ្ញុំឃើញហ្នឹងទៅគេដែរប៉ុន្តែបើថាឲ្យលះមានសទ្ធាតលះធ្វើបន់ឲ្យទៀនអត់ទេបងអាហ្នឹងបានគាត់កើតមកជាតិហ្នឹងមានដែរសេចក្តីសុខផ្លូវចិត្តព្រោះគាត់សន្សំសេចក្តីល្អដែរប៉ុន្តែក្រទ្រព្យរព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកខោមិនខោអាវមិនអាវខ្វះខាតអត់ក្រខ្សត់អត់លំបាកមកពីយើងអត់លះអាចិត្តកំណាញ់របស់យើងក្នុងខ្លួនកើតហ្នឹងអត់លះចិត្តកំណាញ់ហើយញោមចំណាំកាន់តែធ្វើបន់កាន់តែចម្រើនមិនវិនិច្ឆ័យទេកាន់តែធ្វើសេចក្តីល្អកាន់តែចម្រើនមកឃើញអ្នកមានអ្នកធំច្រើនណាស់និងអ្នកមានឧបឯកឧត្តមនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីក្រសួងអង្គការស្ថាប័នតូចធំមួយគេកាន់តែបំរើម៉ែឪគេកាន់តែចម្រើនកាន់តែធ្វើសេចក្តីល្អចែកទានដល់អ្នកកំសត់អត់លំបាកគេឈ្មោះកិត្តិយសក៏ចម្រើនអាសេចក្តីសុខផ្លូវចិត្តរបស់គេក៏ចម្រើនអាយុស័ក្តិរបស់គេក៏កាន់តែចម្រើនមកឃើញភ្នែកចឹងទៅដូរអភិបាលខេត្ត100ទៀតក៏នៅតែចឹងដែរបើអត់ដូរក្រុមប្រឹក្សាខេត្តគឺខេត្តកើតមិនកើតនៅលើក្រុមប្រឹក្សាញោមចំណាំគឺមេឃុំចវាយស្រុកក៏ដោយគឺសំខាន់ក្រុមប្រឹក្សាបើថាក្រុមប្រឹក្សានឹងប្រកែហើយគឺខេត្តនឹងរីចម្រើនណាព្រោះអភិបាលខេត្តធ្វើអីតាមតែក្រុមប្រឹក្សាហ្នឹងអាក្រុមប្រឹក្សាប្រមាណអ្នកហ្នឹងទោះចវាយខេត្តដូរប្រមាណក៏អាប្រមាណអ្នកហ្នឹងអត់ដូរដែរ
ព្រោះអត់មានច្បាប់ដូរក្រុមប្រឹក្សាទេតលតែអាថេតហ្មងក្រុមប្រឹក្សានេះបើហើយហ្មងតែអាថេតដៃខ្យល់មិនដឹងចវាយខេតអស់ប្រមាណ20ចវាយខេតហើយបាទនេះដៃខ្យល់មួយហ្នឹងហ្នឹងហើយអញ្ចឹងបើអត់ដូរក្រុមប្រឹក្សាឡើងចវាយខេតពីណាមកក៏នៅអត់ដែលដែរព្រោះអាផ្នត់កំណត់ក្រុមប្រឹក្សាប្រមាណអ្នកហ្នឹងវាអត់ដូរផងវានៅអត់ដែលហ្នឹងហើយអញ្ចឹងពិបាកណាស់មិនងាយទេខេតយើងមិនងាយទៅមុខគេទេណោះយើងនិយាយរឿងធម៌មែនទេណាកុំនិយាយរឿងគេចេះទើសអាត្មាម៉ាត់ណែអាណាឲ្យអ្នកដតីដល់នៅសេចក្តីទុកយ៉ាងណាគឺយើងរមែងរស់នៅមិនមានសេចក្តីសុខទេនឹងពេលខ្លះកុំថាដល់ជាតិក្រោយបានវាអត់សុខអាជាតិហ្នឹងក៏អត់សុខដែរឧបមាថានិយាយគេទៅវាខុសពីការពិតខ្លួនឯងវាដេកកើតទុកឬក៏លួចទ្រព្យគេទៅគេមិនដឹងបើខ្លួនឯងអ្នកដឹងខ្ញុំឃើញទេអញ្ចឹងវាកើតទុកហ្នឹងកើតទុកកើតសេចក្តីក្តៅកាហាយខ្វល់ខ្វាយក្នុងចិត្តនឹងគ្មានសេចក្តីសុខតាំងពីបច្ចុប្បន្នហ្នឹងទៅអញ្ចឹងកុំប្រឡាក់ទៅដោយអកុសលព្យាយាមចម្រើនទៅនៅកុសលអញ្ចឹងព្រះអង្គសម្ដែងអ្នកណាដែលចង់ឃ្លាតឆ្ងាយអំពីរោគគាក្នុងខ្លួនច្រើនតើយើងប្រាសចាកទៅនៅអព្យាជាបាតៈលះទៅនៅការព្យាបាទនៅការចងគំនុំគុំគួនអាឃាតមនុស្សសត្វជុំវិញខ្លួនយើងបាត់ភ្នែកបើកភ្នែកពេលណាមានមេត្តាចិត្តនិងសន្តោសៈទើបយើងបរិបូរដោយសេចក្តីសុខមិនសូវមានរោគអានេះហេតុគឺបុណ្យកុសលប៉ុន្តែអាបច្ចុប្បន្នហ្នឹងវាពាក់ព័ន្ធជាមួយនឹងការរស់នៅរបស់យើងដែរកាលណាយើងមានយើងបុណ្យកុសលពីមុនមកល្អប៉ុន្តែបច្ចុប្បន្នហ្នឹងយើងអត់ប្រឹងថែរក្សាយកចិត្តទុកដាក់ខ្លួនយើងអាហ្នឹងក៏វាអត់សុខភាពល្អដែរស្រាប់តើណាញោមវាត្រូវរួមសំគ្នាហេតុពីអតីតផងបច្ចុប្បន្នផងអតីតបរិបូរដោយបុណ្យកុសលបច្ចុប្បន្នបរិបូរដោយការយល់ដឹងអំពីរបៀបនៃការរស់នៅរបស់យើងទាំងអស់គ្នាអាហ្នឹងទៅអនាគតជាតិយើងនឹងមិនសូវមានរោគលះការព្យាបាទនឹងណាអព្យាជាបាតៈនឹងលះឲ្យបានច្រើនអ្នកណាចង់រូបស្អាតកុំអាសាខឹងច្រើនតែមួម៉ៅច្រើនខឹងច្រើនរូបអត់ស្អាតទេនឹងដូចនាងបញ្ញបាបានឹងដូចនាងមាកន្តយាដូចនាងផ្សេងទៀតដែលចូលចិត្តខឹងក្រោតច្រើនហ្នឹងគឺមនុស្សហ្នឹងរូបអត់សូវស្អាតទេអញ្ចឹងឲ្យលះទៅនៅទោសៈមូលចិត្តជាហេតុអ្នកណាមិនចង់ឈឺច្រើនលះអព្យាជាបាតៈជាហេតុអ្នកណាមិនចង់កើតមករូបអាក្រក់ឲ្យលះទោសៈមូលចិត្តជាហេតុអ្នកណាចង់រក្សាទ្រព្យឲ្យគង់ឲ្យលះលោភៈមូលចិត្តជាហេតុនឹងវាមានហេតុអញ្ចឹងណាហើយអ្នកណាចង់ចម្រើនទៅដោយបញ្ញាសមាទិដ្ឋិឲ្យលះទៅដល់មោហៈនិងអវិជ្ជាគឺការងងឹតងងល់មិនដឹងគុណមិនដឹងទោសមិនដឹងខុសមិនដឹងត្រូវមិនស្គាល់ម្ដាយស្គាល់ឪពុកស្គាល់គ្រូបាអាចារ្យអ្នកហ្នឹងគឺចម្រើនទៅដោយមោហៈនិងអវិជ្ជាហើយទៅអនាគតជាតិយើងចង់កុំឲ្យកើតមកមិនល្អឲ្យលះទោសៈមូលចិត្តជាហេតុចង់កើតមកកុំឲ្យឈឺច្រើនលះអវិជ្ជាជាបាតៈចង់កើតមកកុំឲ្យវាវង្វេងល្ងិតល្ងងយើងលះទៅនៅមោហៈអវិជ្ជាការមិនដឹងគុណការរមិលគុណការបន្ទុះសារាយជាមួយគ្រូបាអាចារ្យម្ដាយឪពុកនឹងការចង់កើតមកដើម្បីរក្សាទ្រព្យឲ្យគង់មិនមានអ្នកណាមកព្យាបាទមកលួចមកឆក់មកប្លន់កុំឲ្យកើតទៅនៅលោភៈមូលចិត្តជាហេតុច្រើនពេកនឹងឲ្យលះធរអស់ហ្នឹងទៅយើងចម្រើនណានឹងចម្រើនដល់ព្រមនៅសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាហើយខំប្រឹងយកបុណ្យកុសលជាឧបនិស្ស័យទាំងអស់គ្នាញោមតនេនាំគ្នាបើមិនបានធ្វើបុណ្យអីធំដុំត្រឹមតែនាំគ្នាឃើញដីផ្លូវក៏ហោងយកដីចាក់លុបទៅមុខផ្ទះឬក៏តនេនាំគ្នាទៅវត្តបោសសម្អាតទីធ្លាវត្តអារាមនិងរើសស្មៅបោសសម្រាមក្នុងវត្តនឹងបុណ្យយកមិនអស់ញោមហើយស្អាតវត្តហើយផ្លូវចិត្តផ្លូវកាយយើងល្អទៀតដូចសម័យព្រះដូចនាងរោហេនីប្អូនរបស់ព្រះអនុរុទ្ធក្មួយរបស់ព្រះបង្កើតនាងកើតរោគស្រែងពេញខ្លួនដោយសារអតីតជាតិមកព្យាបាទនឹងស្រីរបាំនឹងតែយកខ្ញែដាក់ឲ្យគេលមាស់ហែកសាច់ដាច់ជើងកើតមកជាតិហ្នឹងកើតរោគស្រែងពេញខ្លួនទាំងអស់ហើយមិនមែនកើតតែដៃតែជើងអ្នកស្រែងយើងធម្មតាអាស្រែងកើតដោយរោគខ្លួនយើងគ្មានអនាម័យអាហ្នឹងកើតតែកន្លែងគៀនទេតែក្បែរផ្លូវក្បែរចកេះក្បែរគូនក្បែរអីហ្នឹងតែអាស្រែងកើតដោយកម្លាំងកម្មវាអត់កើតដោយគៀនដោយអាស្រែងកើតដោយខ្វះអនាម័យទេគឺវាចាញ់គ្រប់កន្លែងទាំងអស់តែចុងច្រមុះក៏ចេញបេមាត់ក៏ចេញអាថ្ងាសក៏ចេញថ្ពាល់ក៏ចេញឲ្យស្រែងយើងធម្មតាអត់ដៃចេញដល់កន្លែងអស់ហ្នឹងទេវាចេញដល់កន្លែងគៀនដែលអត់បានសម្អាតអត់យកចិត្តទុកដាក់ស្លៀកខោសើមស្លៀកសពុតសើមអីណាវាចេញហ៎ប៉ុន្តែបើថាអាស្រែងដែលកើតដោយកម្លាំងកម្មដោយរោគស្រែងដូចនាងរោឯណីវាមិនមែនកើតគៀនណាវាចេញគ្រប់កន្លែងទាំងអស់អាក្បែររោមភ្នែកក៏ចេញអាលើថ្ងាសក៏ចេញអាមុខក៏ចេញអាថ្ពាល់ក៏ចេញអាក្បាលក៏ចេញដៃក៏ចេញជើងក៏ចេញផ្លូវក៏ចេញកន្លែងណាក៏ចេញទាំងអស់ដល់អញ្ចឹងខ្លួនឯងជាស្ត្រីខ្មាស់គេនឹងអាខ្មាស់គេអត់ដែលហ៊ានដើរចេញក្រៅផ្ទះទេចេញតែពេលយប់ឯងចង់តែមើលគេមើលឯងចេញតែពេលយប់ហើយចេញឲ្យជួតមុខជួតមាត់ចិត្តអស់ហើយនៅសល់ក្របភ្នែកឯងប្រឡោះក្របភ្នែកពេលមួយព្រះនរុត្តលោកនាំភិក្ខុសង្ឃមកលេងញាតិ
មកប្រោសញាតមកទទួលផត់នៅផ្ទះហ្នឹងក៏អ្នកបម្រើគេធ្វើម្ហូបបាយហើយម្ដាយឪពុកអីនេះនឹងញោមប្រុសស្រីអីនេះចេញមកប្រគេនចង្ហាន់វាបាត់ប្អូនស្រីឲ្យអ្នកបម្រើទៅហៅទៅប្អូនស្រីអត់មកព្រះអនុរុទ្ធទៅផ្ទាល់ថាប្អូនស្រីទៅជួបថ្វាយគុំលោកតិចទៅបងហើយខ្ញុំជាស្ត្រីបងឯងដឹងស្រាប់ហើយខ្ញុំកើតស្អីខ្ញុំមុខមាត់ខ្ញុំយ៉ាងម៉េចសាច់ឈាមខ្ញុំយ៉ាងម៉េចខ្ញុំខ្មាស់លោកកំឡោះអស់ហ្នឹងណាខ្ញុំមិនទៅទេបងហ្នឹងអញ្ចឹងក៏ព្រះអនុរុទ្ធសួរថាចុះអូនឯងចង់ជារោគទេថាចង់មិនចង់ណាបើចង់បងឯងមានទ្រព្យឯថាមានខ្វះស្អីកវលខ្សែកលុកធ្វើស្អីក៏បានដែរឥឡូវអូនឯងសាងសាលាមួយថ្វាយព្រះនាងធ្វើតាមបងប្រុសតាមព្រះអនុរុទ្ធជាបងហៅអ្នកបម្រើហៅញាតមកលុកមាសលុករបស់ក្នុងខ្លួនហ្នឹងសាងសាលាឆទានមួយមានមុខ4ហើយថ្វាយដល់ព្រះសម្មាសម្ពុទ្ធតាំងចិត្តថ្វាយនៅក្នុងចិត្តដល់ថ្ងៃឆ្លងមុនថ្ងៃឆ្លងហ្នឹងនាងធ្វើសាលាហើយទៅសម្អាតព្រឹកល្ងាចទៅបោសពេលណាអារោគស្រែងនេះវាជ្រុះពេលហ្នឹងជ្រុះម្ដងតិច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 ទៅបោសម្ដងជ្រុះម្ដងទៅបោសម្ដងជ្រុះម្ដងទៅបោសម្ដងជ្រុះម្ដងជ្រុះម្ដងតិចម្ដងតិចម្ដងតិចរហូតដល់រោគស្រែងហ្នឹងអស់អាលីងពីខ្លួនជ្រុះអស់នៅពេលដែលថ្ងៃដែលថ្វាយផាត់ម៉ានិយាយឥឡូវមិននិយាយច្រឡំជ្រុះចិត្តអស់ដល់ពេលដែលព្រះអង្គនិមន្តមកទទួលផាត់ទទួលសាលាហ្នឹងថ្ងៃឆ្លងសាលាហើយរោគហ្នឹងអស់ចេញពីខ្លួនអាលីងអត់មានរោគស្រែងទៅជាស្រីស្អាតហើយមុខនាងនឹងស្អាតណាស់នឹងមូលកឡង់ស្អាតរៀងរៅសាច់ឈាមស្អាតណាស់អាក្រក់ដោយសារតែរោគហ្នឹងតាដល់ជ្រុះអាចែងស្រែងនឹងអស់ទៅយកពីស្អាតណាស់ហើយអាប្រុសនេះកាលពីនាងកើតរោគស្រែងនិយាយទៅឲ្យតែដើរចិត្តដល់អាគួតខាកស្ដោះដល់ពេលនាងនឹងជ្រះរោគស្រែងអស់លែងបាំងមុខបាំងមាត់បើកសក់រៀបចំខ្លួនសិតសក់ចេញមកក្រៅផ្ទះមកនិយាយពីគេតាមតដឹងហ្នឹងហើយអាមនុស្សប្រុសយើងចឹងណាតាមតដឹងតាមគ្រប់គ្នាដល់ពេលតាំងស្ដេចតាំងមន្ត្រីអីតដឹងនាងនឹងគ្រប់គ្នាណែអានៅរស់នេះនៅមនុស្សនេះក៏គេតដើមគ្នាចង់ឈួតអាដាច់ខ្យល់ពីមនុស្សទៅកើតនៅឋានលើទៅឈួតទេវតានៅលើនោះទៀតអាស្ដេចទេវតាទាំង4ប្របាទភក្តរតប្របាទវិរូបខៈវិរុលហកកវេរៈណាប្របាទ4ព្រះអង្គហ្នឹងអាស្ដេចទេវតាទាំង4ហ្នឹងនាងហ្នឹងវាទៅកើតចំព្រំពាក់កដាលនៃវិមានទេវតាស្ដេចទេវតាទាំង4ហ្នឹងប្របាទវិរូបខៈវិរុលហកកវេរៈហ្នឹងដល់ហើយវាទៅកើតចំព្រំទាំង4ហ្នឹងវាស្រឡាញ់ទាំងអស់គ្នាហើយដល់ស្រឡាញ់ទាំងអស់គ្នាវាទៀមទាយកកម្មសិទ្ធិរៀងខ្លួនវាអត់បានអញ្ចឹងបានព្រះអង្គថាឋានទេវលោកនិងឋានលេងកាមនឹងមិនខុសទេគ្រាន់តែប្រអិនគ្រាន់តែប្រពន្ធ5កោដប្រអិននេះហ្នឹងហើយទេវបុត្រមួយមានបរិវារជាស្រីស្នំអ្នកបម្រើនឹង500អ្នកតាមវិមានគ្រាន់តែទេវបុត្រធម្មតាតូចមួយហ្នឹងក៏មានទេពអប្សរ500អ្នកគាល់បម្រើដែរហ្នឹងហើយអញ្ចឹងប្រពន្ធប្រអិនប្រពន្ធទេវតានេះច្រើនណាស់ពីព្រោះអត់មានការអីចូលតដឹងដូចយើងទេគឺបៃតេគ្រាន់តែនឹកឆ្អែតហ្នឹងញោមដូចបាយអីគ្រាន់តែចង់សម្លកោអញ្ចឹងមិនបាច់ទៅផ្សំគ្រឿងសម្លកោឯងគ្រាន់តែនឹកតែចង់សម្លកោឆ្អែតហ្មងអញ្ចឹងហ្នឹងគេសោយបៃតេដល់អញ្ចឹងតដើមគ្នាវាមិនដាច់នឹងលើករឿងហ្នឹងម៉ាត់ហើយឲ្យយាយលើកទឹកចិត្តយាយទៅបោកជូតវត្តហើយរត់ដល់ចែកគ្នាវាមិនដាច់វាទៅប្តឹងអ្នកណាញោមធម្មតាបើយើងប្រជាពលរដ្ឋមានបញ្ហាទៅប្តឹងឃុំហើយបើឃុំមិនកើតទៅស្រុកហើយបើទៅស្រុកមិនកើតទៅខេត្តនេះចាហើយដល់អញ្ចឹងវាមានអ្នកដែលជាអ្នកគ្រប់គ្រងឋានមួយដូចយើងអញ្ចឹងដែរដល់ចែកគ្នាវាមិនដាច់មិនប្តឹងទៅណាប្តឹងទៅដល់សកទេវរាជជាស្រេចនៃទេវតាប្តឹងទៅដល់ព្រះអិនហ្នឹងសកទេវរាជជាស្រេចនៃទេវតាព្រះអិននេះគ្រាន់តែកលេចឃើញនាងហ្នឹងចង់ងាប់បាត់ហើយណាហើយសួរអ្នកទាំង4ហើយមកអ្នកទាំង4មកជួបយើងថ្ងៃហ្នឹងមានការអីមានរឿងអីហើយនាំនាងហ្នឹងទៅឯណាយកមកថ្វាយយើងមែនទេអត់ទេព្រះអង្គនាំមកហ្នឹងគឺនាំនាងមកហ្នឹងរឿងព្រោះនាងហ្នឹងខ្ញុំព្រះអង្គទាំង4ហ្នឹងវាដដើមគ្នាចង់បាននាងហ្នឹងដោយសារទេវតាមួយថាកើតចំព្រំទេវតានេះថាទេវតានោះខ្ញុំក៏កើតចំព្រំខ្ញុំដែរនាងហ្នឹងមកកើតចំព្រំខ្ញុំទាំង4នាក់ហ្នឹងចឹងចែកគ្នាមិនដាច់ឥឡូវសុំឲ្យព្រះអង្គជួយចែកឲ្យជួយកាត់ក្តីឲ្យថាត្រូវបានទៅអ្នកណាមកឥឡូវយើងស្ដាប់មើលសិនមើលទេវតាទី1តើទំហំនៃសេចក្តីទុកនិងសេចក្តីស្រឡាញ់របស់អ្នកចំពោះនាងហ្នឹងតើមានទំហំប៉ុណ្ណាទេវតាទី1គេរៀបរាប់គេថាព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គគ្រាន់តែកលេចឃើញនាងហ្នឹងបេះដូងខ្ញុំព្រះអង្គហ្នឹងដូចស្គរលោកវាយម៉ោង5អញ្ចឹងញោមម៉ោង5ចិត្តភ្លឺយើងពងសម្រានហើយលឺសូរស្គរលោកវាយទូងnóភ្ញាក់ព្រឺតមិនអញ្ចឹងអញ្ចឹងគេថាបេះដូងខ្ញុំព្រះអង្គគ្រាន់តែកលេចឃើញនាងហ្នឹងគឺលោកដុកដាក់ដូចអាស្គរលោកដំអញ្ចឹងភ្ញាក់អញ្ចឹងវានៅអត់សុខវាទាំងហក់ចង់ដាច់ខ្យល់ដោយសារណែឃើញនាងហ្នឹងទ្រាំមិនបានចិត្តខ្ញុំព្រះអង្គហ្នឹងវាអញ្ចឹងគឺលោតដូចស្គរលោកដំអញ្ចឹងទីអញ្ចឹងហើយយើងស្ដាប់បានហើយចុះទេវតាទី2ទំហំនៃសេចក្តីស្រឡាញ់និងសេចក្តីទុករបស់អ្នកឯងចំពោះនាងហ្នឹងអាម៉េចដែរព្រះអង្គហើយព្រះអង្គបេះដូងខ្ញុំព្រះអង្គនេះរៀបរាប់ទៅគឺវែងឆ្ងាយណាស់តែជួបមិញសោះហ្នឹងណា
រៀបរាប់ទៅវែងឆ្ងាយណាស់ហាក់បីដូចជាទឹកដែលហូរពីលើភ្នំចុះមកក្រោមវាមិនអាចវិលត្រឡប់ឡើងទៅលើភ្នំវិញបានយ៉ាងណាចិត្តរបស់ខ្ញុំព្រះអង្គក្រោយពីឃើញនាងនឹងហើយគឺបានស្លាប់ចិត្តទៅហើយគឺមិនអាចវិលត្រឡប់ថយក្រោយមកវិញបានទេបើមិនបាននាងនឹងគឺចិត្តខ្ញុំព្រះអង្គមិនអាចថយត្រឡប់ថយក្រោយវិញបានទេដោយទឹកដែលហូរធ្លាក់ពីលើភ្នំមិនអាចត្រឡប់ឡើងទៅលើវិញបានយ៉ាងណាចិត្តរបស់ខ្ញុំព្រះអង្គដាក់លើនាងនឹងក៏មិនអាចត្រឡប់ក្រោយវិញបានចឹងដែរអញស្ដាប់បានហើយចុះទេវតាទី3ព្រះអង្គហើយនឹងចិត្តខ្ញុំព្រះអង្គក្រោយពីឃើញនាងនឹងចិត្តខ្ញុំព្រះអង្គហាក់បីដូចជាសត្វស្វានោះវានៅអត់សុខបន្តិចវាតលិចបន្តិចវាតកើវានៅមិនស្ងៀមគឺចិត្តខ្ញុំព្រះអង្គទប់ខ្លួនឯងអត់បានទេឥឡូវនេះដូចស្វាអញ្ចឹងគឺរត់លិចរត់តកើរត់ទៅត្បូងរត់ទៅជើងអញស្ដាប់បានហើយចុះមើលទេវតាទី4ចិត្តអ្នកឯងនឹងអាម៉េចដែរព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គណោក្រោយពីឃើញនាងនឹងទៅចិត្តរបស់ខ្ញុំព្រះអង្គនេះគឺណោអាម៉េចទេអាទេវតាទី4នេះឯងផ្លិចទៅចិត្តរបស់អ្នកទី4នេះហាក់បីដូចជាស្អីគឺចឹងទៅគ្រាន់តែថាខ្ញុំព្រះអង្គចិត្តខ្ញុំព្រះអង្គនឹងគឺមិនអាចអត់នាងនឹងបានទេព្រះអង្គហើយចិត្តខ្ញុំព្រះអង្គនឹងអាទី4នេះមកផ្លេចទៅអញ្ចឹងសរុបមកប្រអិនថាអញស្ដាប់មើលទៅដូចទាំង4នាក់នឹងដូចអត់មានតណ្ណាមួយចង់ងាប់ទេអញនេះបើអត់ឃើញនាងនឹងឥឡូវបើអញអត់បាននាងអញងាប់ហ្មងអញស្ដាប់មើលទាំង4នេះដូចអត់មានអាណាតន់ងាប់ទេគ្រាន់តែឈឺចិត្តគ្រាន់តែបបាក់គ្រាន់តែនៅមិនសុខប៉ាអញតាំងពីឃើញនាងហ្នឹងអញថាអញតាំងក្នុងចិត្តហើយថាបើអញអត់បាននាងអញងាប់មកចឹងទេវតាទាំង4ថាឥឡូវយើងគិតគ្នាមិនបាច់ដដើមនេះទៀតទេឥឡូវមេយើងថាបើមិនបាននាងនឹងងាប់ហើយយើងមិនអាចអស់រស់ដោយគ្មានអ្នកគ្រប់គ្រងបានទេឥឡូវបកគលឲ្យមេយើងទៅហ្នឹងថ្វាយប្រអិនទៅអត់ទាំង4ហ្នឹងទៅសរុបដោយខ្លីមកញោមឃើញហ្នឹងគ្រាន់តែសម្អាតសាលាប៉ុណ្ណឹងអារោគស្រែងក៏ជ្រុះអស់អានៅមនុស្សក៏គេដដើមគ្នាទៅដល់ឋានលើហើយក៏នៅតែគេដដើមគ្នាទៀតដោយអំណាចនៃការសម្អាតទីធ្លាវត្តអារាមអីហ្នឹងបោសសម្អាតហើយសម្អាតទាំងរូបភាពខាងក្រៅសម្អាតទាំងផ្លូវចិត្តយើងអានឹងដឹងតែចុតតិបដិសន្ធិទៅអនាគតជាតិបរិបូរដោយរូបសម្បទាភោគសម្បទាញាតសម្បទាអរោគ្យសម្បទាសុខសម្បទាបញ្ញាសម្បទាភោគសម្បទារមែងបរិបូរគ្រប់សម្បទាទាំងអស់ហ្នឹងណាញោមសូមអនុមោទនានឹងប៉ុណ្ណឹងបានបនបានកុសលតាមបនិស្ស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនានឹងប៉ុន្តែធរនឹងពិរោះណាស់សម្រាប់យើងអ្នកធរយើងស្រាប់ធរដឹងតែពិរោះហើយប៉ុន្តែបើអ្នកដែលគេមិនរីករាយក្នុងធរគេស្រាប់ធរមិនពិរោះទេញោមពិចារណាមើលអ្នកចង់ស្រាប់ធរណាសម័យព្រះកុំថាឡើយតែមនុស្សយើងដូចអាត្មាធ្លាប់លើកព្រះអង្គសម្ដែងបជាវទាំង500ពងអារម្មណ៍ច្រៀងពេញរូងភ្នំញោកញាក់ធម្មតាញោមដឹងអាសត្វបជាវនេះមិនដែលចេះនៅស្ងាត់នៅស្ងៀមនៅពហិណាញោមទៅលន់ទៅហឹងចឹងគ្នាវា500នាក់ហ្នឹងមានព្រះសរិបុត្រកាលជំនាន់ហ្នឹងគឺព្រះសរិបុត្រហ្នឹងជាមេបជាវនិងព្រះសរិបុត្រនៃយើងហ្នឹងណាកាលនៅជាតិហ្នឹងជាមេបជាវពងអារម្មណ៍ច្រៀងជាមួយបរិវារទាំង500នាក់ហ្នឹងដល់លឺសូរtheoព្រះសរិបុត្រនេះស្រែកយើងដូចជាលឺសំឡេងអីដូចពិរោះណាស់ឥឡូវយើងនាំគ្នាឈប់មាត់ផ្ទៀងតិចស្ដាប់ទាំងអស់គ្នាចឹងបរិវារ500ហ្នឹងស្ដាប់តាមមេស្ងាត់ឆឹងមករូងភ្នំស្ដាប់ធေါ်ដាច់ចោលឡើងឋានសួគ៌ទាំងអស់ចុះពីឋានសួគ៌មកបានមកកើតជាមនុស្សកើតជាតកូលជាខ្សាច់រិះស្កាត់សัตว์ជាមិត្តភ័ក្តិរៀងខ្លួនទៅជុំគ្នារំច្រៀងរាល់ពេលជួបព្រះសម្មាសម្ពុទ្ធបានស្ដាប់ធម៌បួសរៀនសម្រេចគុណធម៌ជាន់ខ្ពស់គ្រប់ព្រះអង្គបរិវាររបស់ព្រះសរិបុត្រ500អង្គគឺបជាវទាំង500ជាបរិវារហ្នឹងអញ្ចឹងបានព្រះសរិបុត្រទៅណាមានភិក្ខុជាបរិវារហ្នឹង500ក្នុងសំណាក់សិក្សាក្រោមអាវាតរបស់ព្រះសរិបុត្រហ្នឹងឯងកែបមួយនោះចឹងដែរបងអាងាវរកគូបងនឹងអោករកគូឯដល់លឺសូធព្រោះធពួននៅកពោតស្មៅនឹងឈប់អោករនាងទៅស្ដាប់ធកពោតនៅក្រោមស្មៅនឹងស្ដាប់ជ្រះថ្លាសបាយចិត្តស្រាប់មានអាតាមួយចង់មកស្ដាប់ធគេដែរគាត់អង្គុយចកេះវាមិនចុះនោះចឹងដាក់ឈើច្រត់ចំពីលើខ្នងអង្កែបហ្នឹងអានេះអត់ហ៊ានមាត់ទេចេះប្រឹងស្ដាប់ធខ្លាចដាច់ធស្ដាប់រហូតដល់ដាច់ចប់ធទេសនាវាអត់ដាច់ធប៉ាដាច់ជីវិតនេះដាច់ចោលឡើងឋានលើទៅគេដែរបងនាងឧត្តរាដូចគ្នាញោមដឹងនាងឧត្តរាចង់ស្ដាប់ធត្រូវធ្វើម៉េចឯងញោមដឹងទេយាយអ្នកកពតអ្នកធ្លាប់រៀនធនាងឧត្តរាដើម្បីបានស្ដាប់ធត្រូវធ្វើម៉េចដឹងទេឲ្យស្ដាប់នោះស្ដាប់ដល់បងវត្ថុផងទូទោសអាត្មាក៏ទេ26ឆ្នាំហ៎បងហើយដឹងចេះអីខ្លះញោមបងនាងឧត្តរាដើម្បីបានធ្វើបន់ស្ដាប់ធម៌ជួលស្ត្រីដតីឲ្យមកនៅជាមួយប្តីដើម្បីខ្លួនឯងមានពេលវេលាទៅស្ដាប់ធម៌កើតនាងឧត្តរាការអាយុ16ឆ្នាំដូចយាយវិសាខាចឹងការតាំងពីអាយុ6ដល់10ព្រោះមនុស្សស្រីយើងឲ្យតាមិនមែនមនុស្សស្រីយើងទេមនុស្សស្រីញោមអាត្មាអត់ទេពេញលក្ខណៈ
មនុស្សស្រីឲ្យតកាណាស្អាតទុនភ្លុនអិរិយាបថល្អចេះបំរើម៉ែបំរើឪដឹងខុសដឹងត្រូវនឹងតា5តា14 10មិនតាន់នេះគេមើលគ្រប់ទិសគេចង់ចូលស្ដីຕົកជាកូនភាសាគេហើយចឹងនាងឧត្តរាមនុស្សវាល្អតាំងពីក្មេងអិរិយាបថទុនភ្លុនដូចយាយវិសាខាចឹងគេស្ដីតដឹងការតាំងពីអាយុ6 10ចូលខាងប្តីតាំង6 10ចឹងដល់2ឆ្នាំគត់គ្រាន់តែនៅបំរើប្តីនឹងនាងនឹងគិតកាលអញនៅក្មេងនៅកំមុំអញដើរស្ដាប់ធម៌ជាមួយម្ដាយឪពុកអញទៅធ្វើបន់រាល់ថ្ងៃព្រឹកល្ងាចសន្សំសេចក្តីល្អស្ងប់ចិត្តដល់បានប្តីមកដូចគ្មានពេលបានស្ដាប់ធម៌គ្មានពេលបានធ្វើបន់ចឹងអញស្មើនឹងប្រើតាកេចាស់អស់ចង់និយាយតែប្រើតាបន់ពីមុនមកអស់វាអត់បានធ្វើបន់បន្តទៀតទុកសម្រាប់បន្តទៅអនាគតបន្តទៀតចឹងនាងរកវិធីធ្វើម៉េចដើម្បីបានទៅស្ដាប់ធម៌កើតបើប្តីនៅចងោវាត្រូវដាំបាយប្តីត្រូវរៀបចំថែរក្សាទុកដាក់ប្តីការងារប្តីមើលការខុសត្រូវប្តីទាំងព្រឹកទាំងថ្ងៃនិងគ្រប់ពេលគ្រប់វេលាត្រូវថែប្តីណាអញ្ចឹងមិនដឹងធ្វើម៉េចល្បីនាងសរិមាស្អាតជាងគេមកក្រុងហើយនាងសរិមាក៏នាងហ្នឹងរស់ស៊ីខាងហ្នឹងគេហៅស្ត្រីសោភិនីសម័យព្រះណាអ្នករស់ស៊ីខាងហ្នឹងគេហៅស្ត្រីសោភិនីដល់សម័យក្រោយមកគេហៅស្ត្រីផ្កាមាសដល់ផុតពីផ្កាមាសមកសម័យ2020នេះគេហៅអីអាហ្នឹងគិតខ្លួនយើងបងហ្នឹងអញ្ចឹងសម័យព្រះគេហៅស្ត្រីសោភិនីនាងសរិមាហ្នឹងគឺជាស្ត្រីសោភិនីអញ្ចឹងគេទៅជួលនាងហ្នឹងមួយខែឲ្យមកនៅជាមួយប្តីដើម្បីបានឱកាសខ្លួនឯងហ្នឹងបានដើរដកឃ្លារួចបានលែងខ្វល់ឲ្យមានអ្នកថែប្តីទៅខ្លួនឯងអាចទៅស្ដាប់ធម៌កើតអីអាត្មាមើលរឿងព្រះជួនកាលកន្លែងខ្លះដូចហួសវិស័យពេកខ្ញុំស្ដាប់ទៅដូចអត់ចង់ជឿមែនទេខ្ញុំមែនទេហើយឥឡូវនាងឧត្តរាអាយុ6 10 8 10ពេលហ្នឹង8 10ការឲ្យ2ឆ្នាំព្រោះការ6 10ចឹង2ឆ្នាំក្រោយជួលគេមកនៅជាមួយប្តីចឹង8 10ញោមនាងឧត្តរា8 10អាចជួលអ្នកដតីឲ្យមកនៅជាមួយប្តីដើម្បីបានស្ដាប់ធម៌ចុះឥឡូវញោមអាយុ75 80នេះអាចសុកចិត្តឲ្យតាទៅយកយាយផ្សេងបានមកធ្វើដូនជីនៅវត្តព្រមទេញោមព្រមទេអត់មាននរណាហ៊ានសោះឲ្យញោមហ្នឹងអា80ទៅអត់មាននរណាហ៊ានផងហ្នឹងហើយចេះថាឡាញ់ធေါ်ហ្នឹងនាងឧត្តរា8 10អាចលះប្តីដើម្បីបានទៅបំពេញសេចក្តីល្អអស្ចារ្យណាស់ប៉ុន្តែលោកទេសយ៉ាងហ្នឹងមិនមែនចង់ឲ្យញោមទៅលះប្តីលះកូនទៅចោលប្តីចោលកូនអត់ទេស្រាប់លោកឲ្យតន់ប្រយ័ត្នដូចយាយមួយនោះប្តីវាយហើមភ្នែកម្ដាយមកប្តឹងអាត្មាថាលោកគ្រូកណាលែងចង់ធ្វើបន់ហើយសួរមិនចឹងញោមថាកណាដូចដើរធ្វើបន់ដូចជួបតែចង្រៃបើទៅវត្តសុំសិលមកវិញបើមិនប្តីជេរប្តីថាចេះថាចុះថ្ងៃមួយហែកឋិនទៅបៃលិន3ថ្ងៃដោយសារចប់កឋិនទៅកណានាំយាយតាគ្នាកណានឹងជិះឡានទៅលេងទល់ដែនថៃខ្លះទៅសៀមរាបតិចបាត់ដំបងតិច3ថ្ងៃក្រោយមកដល់ផ្ទះហើយមកដល់ផ្ទះអាតានឹងអត់មានសួរនាំអីមកដល់ចុះពីលើកង់3ដាក់មួយដៃហ្មងមើលដូចគុណមើលភ្នែកកណាហើមមិនតាន់បាត់ហើមអាត្មាថាហ្នឹងប្តីញោមមួយដៃបើអាត្មាប្តីញោមថែម3ដៃពីលើនឹងទៀតហើយសួរមិនបានអញ្ចឹងถ้าបើញោមឯងដើរឬអត់ដឹងតែខ្លួនឯងមានប្តីដើរចោលផ្ទះមិនដឹងបាយប្តីនៅតាណាបាយកូននៅតាណាជ្រូកនៅតាណាមន់នៅតាណាដើរដូចខ្លួនកំមុំដើរចោលផ្ទះ3ថ្ងៃមិនត្រូវមួយដៃអាហ្នឹងកុំទៅបន្ទោបុណ្យមានន័យថាអាហ្នឹងដូចអាត្មានិយាយមកអាសទ្ធាវាខ្វះបញ្ញាណាបើយើងអ្នកមានបញ្ញាយើងគិតថាអូអាបុណ្យហ្នឹងមិនបាច់ចាំជិះឡានទៅដល់បៃលិនពីព្រៃវែងទៅបៃលិនអីអញនៅតែផ្ទះអញកុំតែប្រព្រឹត្តសេចក្តីអាក្រក់ដាក់អ្នកដតីបើកភ្នែកពេលណាកុំតែមាត់នឹងនិយាយកុហកឈូសផោបោកប្រាស់បើកភ្នែកពេលណាកាយនឹងកុំវាយដំទាត់ធាក់កាប់ចាក់បើកភ្នែកពេលណាចិត្តអត់មានអភិជាជាបាត់តាក់លើអ្នកដតីនៅតែផ្ទះយើងបុណ្យយកមិនអស់ញោមព្រះបង្រៀនថាកុសលនឹងវាកើតតាមទ្វារ3ហ្នឹងហើយអកុសលក៏វាកើតតាមទ្វារ3ហ្នឹងដែរកាយទ្វារ1វិច័យទ្វារ1មโนទ្វារ1អាទ្វារ3ហ្នឹងអាចចម្រើនកុសលបានគ្រប់ខណៈគ្រប់កន្លែងយើងនៅតែផ្ទះយើងញោមពិចារណាប៉ុណ្ណេះបានបើយើងមានប្តីមានប្រពន្ធមានកូនមានចៅយើងមិនបានលះបង់ទ្រព្យសម្បត្តិធំដុំតកសាងពហិទៅធ្វើចែកដីទៅធ្វើផ្លូវថ្នល់ទៅធ្វើដងទឹកធ្វើស្រះទឹកធ្វើបុណ្យអីធំយើងគ្រាន់តែតាំងចិត្តថាមកជីវិតយើងបើមិនបានធ្វើបុណ្យកសាងអីធំដុំធ្វើផ្ទះឲ្យម្ដាយផ្ទះឲ្យឪពុកដាក់អ្នកបម្រើថែម្ដាយថែឪពុកឬក៏ធ្វើបុណ្យអីធំដុំកសាងវត្តអារាមអីទេសុំតែកុំផ្ដាល់ក្តៅកាហាយឲ្យមនុស្សសត្វជុំវិញខ្លួនយើងយើងតាំងចិត្តតែប៉ុណ្្នឹងបានបុណ្យដឹងតែកើតនឹងមកជីវិតយើងបើមិនបានធ្វើបុណ្យអីធំកុំផ្ដាល់សេចក្តីទុកឲ្យអ្នកដទៃយាយយើងក៏បានសុខគេក៏បានសុខអាហ្នឹងបុណ្យវាកើតប៉ិនមានណាយាយខ្លះសិល8គេដែរសិល10គេដែរប៉ុន្តែនៅតែវត្តសិល8ប៉ុន្តែពេលមកដល់ផ្ទះហូបបាយត្រង់ហើយសម្រាប់អត់លោកទៅជុំគ្នា3 4នាក់គ្នាគាត់និយាយតែដើមគេនិយាយលេងនិយាយយើងនេះអត់មាននិយាយណានោះទេនឹងមកចេះទាហោក៏លោកវាមានណាហ្នឹងនិយាយខ្លះបាណាទេបាតាវេរមនីដល់ផ្ទះអត់អីស៊ីលេងកាត់អាកមន់មួយឆ្វោកក៏ហើយ
hay mình đang sao đâu vậy ná này à pa na thì pa ta về làm đi đó ấy xí con quăng mà chừng ấy nè sải hay mình đangประมาณ pon các bạn nó tên đi tiền đi đào cam xẹm đào té nè tên đi kiêng coi chăm đào cầm cho đào chăm pi nè hai bạt rồi đời chẳng ọt hiền trâu té tập sập chê nó bài té dự nè và cách anh toàn ban xì bài nó là màu tia tầng bật tia đó nâng ba cao tầng bật tâm can bị sạ màu bị vọt đó nâng chẳng nó sẽ cái đây lọ để mà vậy mình thà trâu và cò prom đời pa nha hay bon nó cứ việc cao nâng luôn dương này dương của bật ta sẽ cái đây lọ cứ bon của so với cao prop khả năng chất bởi dương cả là tờ tha tam lô dừng sliệp bẹ so dừng cao sọ đau thơ tập bon đây pan này đỏ mà đo te bánh chuôn cao bao này lang tiên bắt thấy ăn tầm muối bao hệ chừng hệ mà bắt thấy ăn muối tiên hệ đây mình cốt bình te hải không nâng hay tập bon gần đâu ná nhúng trong sọc cái nhôm tầng ở đây trong sọc ấy trong sọc hay cho trong sọc rồi ngay năm nên là mùi tiêu đá hay là mùi dẹt nè cả pot là mùi tiêu đá là mùi dẹt là mùi tiêu đá ở bên là mùi dẹt đấy dẹt hả nè nó bật lợn chuồn cá lòi po đây tăng bị bật đọt ngày hè đây ní bao này láng chán mà review á pon khiêu này mà hàng đặt tập pet capo tăng bật hay chẳng ấy nó mạch ban sọc và to dương riêng ọp rung chật rô xì mà chết ọt cầm nát cái tham máu bị thưa oi preh là lợp tia đại cả hai ta nên na chỉ preh lợp tia mà dương năng hai dương thưa oi preh ní đại cả hai rô xì ọt cầm nát tích luôn ta khné năng đại chụp ngọt cô ngọt côn tích sôi tích khát ô ọt cao tích tê và đan là lợp tia cái hai ta còn thục tê và đá chỉ chìm niềng tia para một dương ta mong đôi chân này hơi tê và đá ọt thay xa dương thế mình đặt tầm nia thêm tiếng nào mà mình đang côn mà mình đang côn chẳng ọt trâu chật chẳng dưỡng căn là vì nia ban khôn para lúc rô khơi hai nó mỏi vì nia miền đọc pi hai phơi nó mỏi vì nia miền đọc pi phơi cô na đào trâu tới phơi nó vì nia ha phơi vì nia kia tha ti buôn lúc than che côn pro sài ná miền trọp thuần thiên hơi luôn mình bán trên châm rẻ xa miệt đà bầy đà đại chặt chỉ ria hai nụ từ chia nòm áo vị nia vị nia mau bị ta nắng vị nia mau bị mình đang côn mẹ mình đang côn ở hỏi đôi ta đang côn mẹ đang côn ở ta chia mà hào snipe và cài bằng phát tẹt đôi mà nụ tê đà ấy vì nia nó vì nia ấy cái vì nia trọp nhiệt mật càng nghe lôi cắt lẹ luôn chư bạn bay to tên quay cầm nứt kia prot pra kia nông hai cái hai vì nia đòi xaแต่យើងធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយឥឡូវធ្វើឲ្យព្រះតិចតិជុំអ្នកណាជាព្រះមេត្តាបិតាជាព្រះស្ត្រីម្នាក់យកចេកទៅថ្វាយព្រះព្រះអង្គថានាងថ្វាយព្រះឲ្យផ្ទះហើយនឹងអត់មានទេផ្ទះខ្ញុំព្រះអង្គឲ្យមានព្រះទេព្រះអង្គថាមានយកចេកត្រឡប់ទៅវិញនាងនឹងយកចេកមកដើររមើលព្រះចុះព្រះនៅណាវាមិនឃើញវែកកលិតស្បោងកលិតជង្រុកកលិតជាងមើលអីណាព្រះមិនក៏មិនឃើញនិយាយពីម៉ែចាស់ឃើញចេកកូនឃ្លានអង្គុយសម្លឹងអីចេកនេះទំនងឆ្ងាញ់មិនដឹងយកទៅណាគេទេលោកអើយមើលទៅតាមសម្លឹងចេកកូនភ្លឺស្រាប់តែចេកមួយល្បេះកធ្លាក់ខ្ពៀកម៉ែនឹកព្រឺតអាមួយហ្នឹងទំនងតែបានអញនៅស្ងៀមជាងទំនេរហាមាត់សុំគេគីឡូបានកូនអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកអាហ្នឹងវាធ្លាក់ឲ្យម៉ែយកទៅណានិយាយនោះយកផ្លេតអញថាបានអញបានមែនបកខ្វោកដាក់ផ្លប់ផ្អែមឆ្ងាញ់ក៏អូបពេញមាត់ប៉ុន្តែវាតោះបានតែមួយណោះបើពី3ទៀតអីណាបាទឥឡូវគេយកទៅបាត់ហើយចឹងអាចារ្យអ៊ូចុងគាត់ថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រីឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញាប់ពោះញើខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪប្រាប់ថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាអើយកុំឲ្យបាបយើងមិនបាច់ទារបស់គេទេអត់ទៅយើងតោះបាយក្តាំងប្រហុកក៏ដែរឡើងអត់ហ៊ានទេដូច្នេះហើយអញ្ចឹងម៉ែឪលើតែបាបលែងហ៊ានទាគេនាងនោះយកចេកមកថ្វាយព្រះទៀតព្រះអង្គសួរថាមិនទៅមានឃើញព្រះអត់ទេរកអស់មិនឃើញព្រះផងបាត់ចេកមួយទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះនៅលើផ្ទះធ្វើបន់ជាមួយព្រះនៅឯវត្តនេះបានបន់ប៉ុណ្ណាធ្វើបន់ជាមួយព្រះនៅផ្ទះនោះបានបន់ប៉ុណ្ណឹងដែរបើដូច្នេះហើយញោមញាតិដែលមានម៉ែឪនៅរស់សំណាងណាស់បានព្រះនៅរស់អ្នកទៅប្រទេសឥណ្ឌាភូមិមាននៃប៉ាឡង្កាទាំងអាត្មាទាំងគេទៅឲ្យត្រឡប់មកវិញថតបាននៅព្រះស៊ីម៉ងនិងព្រះស្ពាន់ព្រះថ្មព្រះមែនតែននៅពៀនបាត់ហើយនៅសល់ខឿននៅសល់គ្រឹះហើយចឹងឲ្យចុះទៅរកព្រះនៅណាទៀតបើឯនោះព្រះនៅពៀនបាត់ហើយ
bà ông đã tục màu hơi miệt đà bày đà dương nâng hơi chỉ pre thôi bon chỉ môi quạt bàn bon đôi pre men tên đài chẳng bán dương thưa phải chạy buôn chùm rên phải chôn cắt phải nhú chun quát ở tẹt cái nam đâu phải tiên chun quát ni hơi đây là thà tha chỉ côn là o chỉ côn vì xe thay thlan na côn nâng à pe miên côn tới côn còn là o đôi kia đăng côn mẹ ơi đôi kia mẹ na thôi ai mẹ ơi tật phê mẹ ơi lùm bạ chạm mơ đó là miền côn thứ ba ơi lùm bạ tam đài tật phê đài nè na thôi ai mẹ ơi tật phê đó là miền côn côn phụ thứ ba màu mong bàn côn mà xa vậy mẹ không mấy màu rồi mong và đôi này hai bên nè thôi là ó bàn côn là ó mất phẹ là ó chào tuốt là côn và xa con là ó chào và xa con là ó nè là đặt đường mong mà nơi cái lạnh là ó đôi cái tham niên bớt rồi nè khát lẽ bây giờ bạn xa nó nhóm đó bộ chìm tư bớt rồi ọc nhà bớt tiếp thì đá bớt rồi sẽ đặt chẳng đó và đôi này hai nè là ó chuốt từ riêng là ó bàn ta xa côn chạy ngày này cái không thôi bọt đi thà đam bay ở cua xa dương rít chìm rán cá chim manu rít chìm rán trời bậc bậc tới tam thò buồn giang đây cái hai chặt cả thò nhôm chặt cả thò miền buồn có mọi lịch chặt cả thò miền buồn thò vờ đôi con rồi tê nom nhôm như từ rô phiệp rít chìm rán thò ti môi hai thà bạc để rô bát tê sờ việt sa nhôm bàn cá khung bát tê đào xóm cu cứ bát tê miền sét miền sài phiệp miền sal miền bon miền sa na cầm ao đôi cái thà tắc lịch cái bông à say tray cream sạc tắc lệch prey sla cái bờ hào cô có này nhom tắc lệch trong rồi say tray cream sạc tắc lệch trong sla cái bờ hào cô côn khla miên ơi là hấp sờ bô sờ bay pan là bao tắc này ai thế mày ở sơ mơ lên mình đây là khơi thứ bon ơi mày ở cái như pan là bằng uất tầm mật phẹ bao tầm mật phẹ đào lên tầm mật phẹ mày ở ọt anh đang hỏi tắc lệch trong rồi say pan là tray nơi tắc cream sạc tắc lệch trong sla cái bờ hào cô sờ mày miên bon miên sal miên tiên mình đào khơi côn mà thứ bon ơi mai mình đào khơi côn mà đập mai từ qua xong đôi chân này hơi cầm ơi phải ra tiện nâng chẳng hay bàn cái thà cao không bật tê đỏ xóm cú miền sứt miền sợi phiệp thứ bon hơi bởi nhôm cao chỉ mua ở bàn thứ bon này lại ta đào khăm kế ở bàn thứ bon này hay bữa sự cao chỉ khá có bàn thứ bon này có đào ta khăm kế đây hãy bữa lâu nữa cái bông nơi là ruộng prét có ở bàn thứ bon này đây hãy bữa lâu này chương buôn của tôi mới có ba trên nơi ta có ba rung trong phơi có bẹp nuôi nó bàn mà ta đập thò đây chẳng nhôm miền nào cả lọ hai bàn cao chỉ mà nó ruộng riêng lọ bản này trời đầm bụi tục đôi vì xa khá bây giờ là bục khmê chứ na thả bục khmê nâng hộp ta kê cha hộp ta là bò cha bục khmê khăn ở nhau hi là bò cha nâng kê cha nâng là bò cha hà cha nâng miên ta ai cái nông á hộp mấy nhà hà tham ấy được cho nhau với nhà hà cha chân cô đi thả nâng hộp ảnh khăn cái món đôi chân này khăn vì xa khá bán cái oi cái đồng pi xuôi chùm rẽ vì xa khá thà dưỡng trong miên trong ban chia sẻ thấy na dương miên men pan nè sọc khla cái prang thưa ca na ọt miên đôi dương thế cái prang tăng pi prang tuân là nghĩ đôi kia đại bài như hầu như pan ban là mà rua mau pi ấy cái khóa bon pi môn ai dương miên bon pi môn ban ca chia sẻ thấy nè hè lời nó ọt miên thưa bon tham ấy thế hộp cả bon cha hỏi chỉ mơ ta ọt bon cha tới plot cầm na từ sông tiền kế đôi giờ non là sai thay plot cầm na từ ca chia sạch cái chma của miên plot cầm na từ nụ pra chol drop sầm bát đôi giờ pot ta cả sai thay drop ở cái prao khuôn ai từ lọc từ vinh tăng đầy từ tê của miền đây bán nhẹ khuôn prơ thả áo mền tịnh tiết ánh slap trào từ tê nhôm đó nhôm mai slap đời xa cầm pì nâng Obama đào từ trong mê chữ bạc rú mà Scott slap từ đào từ miền cô miền tê hay slap từ kruh thnak bởi dương mình miền cầm pì môn mà ọt ngay slap tê nè nhôm ná hãy cho mà nuôi dưỡng cái thà miền pía trứ té từ tuột pía mình ai kịch thuật pan tay à lấy bữa sân trên mặt đai và phục dương miền pìa vịnh tao dương miền mà show bài rồi kịch ai thuật bàn thế bữa slap đòi xa cam pìa mà cắt cái đắt dương cầm pung tay rồi bị thi rầm đau pìa năng hao và thôi bon nè rừng nè miền pìa đôiอายุวัฒนะcủa mà ở non từ thoại cùng ta bỏ hỏi po ta ở đấy mình hỏi po côn thì mình hỏi po chào tôi đi bao hỏi po say bầm bờ ngày tiết việt slap thôi miền rừng ấy cầm pìa thì môi ạ mà nu chia sẻ na bao sạch về sự buồn thì tiết về mà rồi bờ ngày tiết chế nhom ta lạnh côn nó mà ao vô thế thưa mà chui từ sùa pre ra bàn đằng ở vô côn từ sùa pre bảo ông than chẳng đại ó bờ ngày tiết kia mà vô ấy côn nâng men cầm pìa chỉ môi kế ở trong khi trong ấy côn ruột nơi to từ một tiết thường mạch miền tầm mà giang thế niệm môn và xong chụp đàn pre parat ở lư tay chắc niệm môn lông mà sốt môn ro là ngày sốt ấy ro là ngày đúng không đòn ngày thì bầm bầm lắm à mà nuôi viêm màu mèn đòn tầm màu đó với khơi nhá
សិតតែប្រសងអូគេខ្លាយជាកូនចៅព្រះទៅហើយគេយកត្រៃសរណគមជាទីពឹងហើយគេស្ដាប់ព្រះបរិត្តអញក៏មិនហ៊ានហោះពីលើប្រសងដែរបើគេខ្លាយជាកូនចៅព្រះទុកឲ្យគេរស់ចុះអញត្រឡប់ទៅវិញលែងចងពៀងគេបានអាយុ120ត្រូវស្លាប់7ថ្ងៃសោះបានអាយុ120អញ្ចឹងបានថាតើមានទេវិធីរំដោះពាថាមានជាពាក់លុយគេលក្ខខណ្ឌត្រូវតែសងប៉ុន្តែអាចមិនសងក៏បានដែរក្នុងលក្ខខណ្ឌមួយលក្ខខណ្ឌយ៉ាងម៉េចឧបមាថាម្ចាស់បំណុលគេដូរចិត្តយាយហ្នឹងគាត់ខ្ចីលុយគេទិញបង្អែមទិញធូបទៀនទៅគាត់ខ្វះទៅគាត់ខ្ចីគេ10000យកមកទិញជាពាក់គេ10000ហើយស្រាប់តែដល់ពេលថ្ងៃមួយម្ចាស់បំណុលគេដូរចិត្តយាយឲ្យលុយជាពាក់ខ្ញុំ10000ហ្នឹងមិនបាច់សងទេខ្ញុំជូនយាយឯងតែមកអញ្ចឹងចាំបាច់សងឲ្យទៀតខ្ញុំមិនឃើញរួចដែរបើម្ចាស់បំណុលគេដូរចិត្តវិញរួចគ្នាណាញោមណាយើងជាពាក់គេ100,000ជួនកាលគេថាអាលុយជាពាក់ខ្ញុំ100,000ហ្នឹងខ្ញុំមិនបាច់ចាំសងទេខ្ញុំសុកចិត្តបកគលឲ្យណាខ្ញុំជូនទៅតែមកចាអញ្ចឹងបើគេដូរចិត្តអញ្ចឹងយើងលែងយកយើងបាច់សងក៏បានដែរដូចរឿងមិញអញ្ចឹងគេត្រូវមកយកតែបើគេដូរចិត្តថាលែងយកវិញអញ្ចឹងបានមានរឿងប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយคล้ายទៅជាប្តីប្រពន្ធនឹងគ្នាអូតូម៉ាទិកតែម្ដងស្នេហានេះអាភ័ព្វជាងជ្រូកទៀតអត់មានកូនមួយសោះជ្រូកម្ដង5 6ទៅ10អីណាហើយស្រាប់តែម្ដាយក្មេកនឹងភ័យអញមើលទៅអត់មានចៅតពូជពងវងតកូលទេទៅរកប្រពន្ធចង់ឲ្យវាមួយទៀតសិនបានស្រីក្មេងមកឯណោះរៀងលះបន្តិចដែរត្រង់គួរផ្លែតប្រពន្ធដើមចំណែនភ្លាមតែគេមានកូនទ្រព្យសម្បត្តិមកតកូលនេះទៅនៅកូនគេអញត្រូវទៅរកវិធីកំចាយធ្វើថ្នាំទម្លាក់កផ្លែតមកលួងនាងអូនហូបថ្នាំនេះទៅថែរក្សាកល្អឯនោះខំតែឃើញគេផ្អែមខំហូបមានអ្នកណាគេទម្លាក់កឈឺរ៉ាំរ៉ៃចិត្តស្លាប់បានដឹងខ្លួនថាអូនាងឯងទម្លាក់កូនអញមិនអីទេអញចងគំនុំតទៅមុខអញនឹងកំចាយកូននាងឯងវិញប៉ណ្ណេះចងពៀប៉ណ្ណេះស្លាប់មកកើតជាមេឆ្មានៅផ្ទះហ្នឹងរីឯចំណែកខាងអ្នកទម្លាក់កូនគេហ្នឹងស្លាប់មកកើតជាមេមន់នៅផ្ទះហ្នឹងមន់ហ្នឹងពងប្រមាណមានកូនប្រមាណឆ្មាហ្នឹងមកស៊ីកំតិចទាំងអស់មកជាតិនេះគ្មានឲ្យសល់កូនមួយស៊ីខ្ទេចស្រួលតែរោមទុកផងដល់ពេលមេមន់នឹងចិត្តស្លាប់ចងកំនុំថានាងឆ្មានាងឯងស៊ីកូនអញចាំមើលអញមានពេលមានឱកាសអញស៊ីកូននាងឯងវិញអញស៊ីកំតិចស្លាប់ពីឆ្មានោះអ្នកស្លាប់ពីមន់មកកើតជាសត្វខ្លារីឯមេឆ្មានេះស្លាប់ទៅកើតជាមរឹកនោះមានកូនប្រមាណអាខ្លានោះក៏ស៊ីកំតិចទាំងអស់គ្មានដែលឲ្យសល់មួយទេស៊ីឲ្យទាំងឆ្អឹងស៊ីខ្ទេចអស់រាល់តែជាតិរាល់តែកំណើតកូនកើតរបស់ស៊ីទាំងអស់ដល់ពេលមរឹកចិត្តស្លាប់ចងគំនុំជាមួយនាងខ្លានាងឯងស៊ីកូនអញអស់មកជាតិគ្មានសល់មួយទេចាំមើលអញមានឱកាសអញព្យាបាទអញស៊ីកូននាងឯងវិញដូច្នេះនាងមរឹកស្លាប់មកកើតជាខ្មោចព្រាយបិសាចនាងខ្លាស្លាប់មកកើតជាមនុស្សនេះមានកូនប្រមាណកូនអត់នៅទេអារឹសទាំងអស់ដាក់មួយស្លាប់ដាក់ពីរស្លាប់ដាក់3ស្លាប់ខ្មែរយើងហៅអារឹសកូនអានឹងមកពីអីអានឹងឲ្យកម្មពាជាមួយខ្មោចព្រាយវាចាំយកណាញោមណាដល់កូនលើក្រោយហ្នឹងដឹងខ្លួនណាវាកូនយើងនៅស្រុកនេះស្លាប់ទាំងអស់ប្រហែលជាមានព្រាយណាចាំយកកូនយើងឯងបើអញ្ចឹងកូនក្រោយនាំរត់ទៅនៅខាងណែម៉ែក្មេកតោះអញ្ចឹងយើងនាំនេះរត់ទៅវិច្ចបច្ចរត់មនុស្សមកតាមក្រោយបង្ហាញខ្លួនឲ្យឃើញភ្នែកស្រស់ណែអ្នកទាំងពីរណែឯងចង់នាំកូនទៅឯណាពីជាតិមុនណែឯងកំចាយកូនយើងអស់ច្រើនណាស់ឥឡូវនេះដាច់ខាតមិនឲ្យណែឯងទៅទេឥឡូវចង់ទៅណាឲ្យកូនមកយើងភ្លាមដេញទៅដើមហេខ្ញុំមិនឲ្យទេកូនខ្ញុំរត់មនុស្សដេញតាមក្រោយដេញតាមទៅដើមយកអាព្រាយហ្នឹងទៅដើមយកកូនរត់ដល់វត្តចេតពុនមិនដឹងទៅណាតល់ច្រករត់ចូលក្នុងវត្តលុចព្រះអង្គកំពុងតែសម្ដែងធម៌អញ្ចឹងយកកូនមកដាក់ពុកលើក្រែទេសលើកថ្វាយព្រះអង្គទទួលទៅមនុស្សឃើញគេថ្វាយមកព្រះអញលែងហ៊ានយកគេថ្វាយព្រះឲ្យទៅដើមមកមិនដល់អញ្ចឹងអង្គុយនៅក្បែរនឹងចាំស្ដាប់ដែរព្រះអង្គក៏សម្ដែងធម៌ថាពៀរំងាប់ដោយការមិនចងពៀបើនៅតែចងពៀអត់ចប់ទេថ្ងៃហ្នឹងវាយតាហ្នឹងឲ្យណាណៃម្ដងថ្ងៃក្រោយគេវាយយើងវិញថ្ងៃហ្នឹងប្រលះយាយហ្នឹងឲ្យស្គាល់ស្នាដៃម្ដងថ្ងៃក្រោយគេប្រលះយើងវិញថ្ងៃហ្នឹងស្ដីឲ្យតានោះម្ដងថ្ងៃក្រោយគេស្ដីឲ្យយើងវិញថ្ងៃហ្នឹងជាបចោមើលងាយយាយនេះម្ដងថ្ងៃក្រោយគេមើលងាយយើងវិញជាបចោវិញសម្រាប់តានោះមួយចោលថ្ងៃក្រោយគេសម្រាប់យើងវិញវិលទៅវិលមកអត់ចប់តលតែឈប់ចងពៀបានអ្នកទាំងពីរស្ដាប់ធម៌ចប់ដូរចិត្តបើអញ្ចឹងអញលែងយកកូនគេនាំមកជាតិក្រោយគេយកកូនអញវិញអាដែរថយចេញទៅហើយសុំរាប់អានគ្នាជាមួយមនុស្សហើយមនុស្សហែងព្រាយទៅរាប់អានគ្នារបៀបម៉េចធ្វើមិត្តភក្តិឲ្យធ្វើខ្ទមមួយឲ្យនៅទៅចាំសែនតិចតួចឲ្យព្រាយនឹងក៏ជួយប្រាប់មនុស្សឆ្នាំនេះទឹកធំឲ្យធ្វើស្រូវដីគោកឆ្នាំនេះទឹកតូចឲ្យធ្វើស្រូវដី
ណែជំរឿទៅមនុស្សបានស្រូវបានកមកចេះតែនឹកដល់ព្រាយនឹងធ្វើបន់ឲ្យកើតជាប្រវត្តិបន់ដាលៀនដាអីមកហោហែមកសុំនឹងរឿងនៃចលកាលមហាកាលលេទៀតក៏ឡើងប្រាំងមកធ្វើស្រែធ្វើស្រូវឧទ្ទិសឲ្យពួកអមនុស្សនឹងអញ្ចឹងដែរទៅណាខ្ញុំណានេះចង់និយាយថាកាលណាគេដូរចិត្តគេទុកឲ្យកូននឹងរស់កូននឹងព្រាយនឹងលែងយកអាយុវែងអញ្ចឹងទៅអញ្ចឹងសរុបដោយខ្លីថ្ងៃនេះគេជូនម៉ែឪយើងធ្វើជាកូនចៅព្រះដែរឲ្យគាត់ទទួលត្រៃសរណគមទទួលសិលស្ដាប់ព្រះបរិត្តតែនេះគេហៅថាចម្រើនបជនមួយដោយឲ្យឈ្មោះហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មហើយចម្រើនបជនមួយទៀតហៅថាអនុបទានកិច្ចអនុបទានកម្មមានន័យថារំដោះគ្រោះជីវិតគឺមានន័យថាយើងជួយគេជួយយើងដូចដើរទៅឃើញគេលងទឹកដើរទៅឃើញណែគេខ្យល់កឃើញសัตว์បាក់មេឈើសកត់ឃើញសัตว์លងទឹកឃើញអ្នកអត់បាយយើងជួយគេឲ្យគេរស់ស្រាប់តែថ្ងៃក្រោយមកពេលយើងមានភ័យអាសន្នមានគ្រោះថ្នាក់វាចេះតែមានគេមកជួយយើងឲ្យយើងរស់វិញចឹងបានអាពិធីរំដោះគ្រោះជីវិតហ្នឹងគេចូលចិត្តបលែងសัตว์បលែងចាបអីហ្នឹងណាដើម្បីឲ្យយើងមានភ័យអាសន្នគេមកជួយឥឡូវក្នុងថ្ងៃនេះសំដៅទៅលើញោមដាំបាយស្លឲ្យគេហូបនឹងឯងដល់ទៅពេលគេហូបទៅឲ្យជីវិតគេរស់បានអានិសង្សមកជីវិតញោមអ្នករស់វិញព្រោះញោមឲ្យជីវិតគេណាញោមណានេះគេហៅថាអនុបទានកិច្ចអនុបទានកម្មឯមួយទៀតគេហៅថាជីវិតមហកិច្ចជីវិតមហកម្មនៅត្រង់តាណានៅត្រង់កន្លែងដាក់បោះស្បុកស្រោចទឹកម៉ែឪដាក់បោះស្បុកស្រោចទឹកម៉ែឪហ្នឹងគេហៅជីវិតមហកិច្ចជីវិតមហកម្មបានប្រពុតថាអរោគជាបរមាលាភាមនុស្សណាបើសិនជាគ្មានរោគមហាលាភដ៏ធំមកលើសទ្រព្យសម្បត្តិទៀតក៏ប៉ុន្តែបើមានរោគទ្រព្យប្រមាណក៏មិនគង់ដែរលក់គោលក់កបីលក់ដីលក់ធ្លីលក់ផ្ទះយកលុយទៅព្យាបាលរហូតប្រទេសខ្មែរសរិនប្រទេសថៃសិង្ហបុរីទីបំផុតព្យាបាលមិនជាអាលុយក៏អស់អាខ្លួនឯងក៏ស្លាប់បើដូច្នេះឲ្យតែមានរោគមានរោគហើយមានទុកលំបាកសពបែបយ៉ាងបានថាបើមិនទទួលស្គាល់ទេស្រាច់ញោមចុះហើយបើញោមមិនជឿចាំមើលទៅណាមានរូបអត់មានទុកពីព្រោះរូបនេះជាសម្បុកនៃរោគហ្នឹងវាយករូបយើងធ្វើសម្បុកទៅញោមអត់ដឹងក្នុងខ្លួនយើងសិតតែរោគបើវាមិនទាន់ចាញ់មិនបាច់ភ័យថាផ្ដាសាយឆ្លងពីគេទេញោមហើយតែញោមណាធ្លាប់ផ្ដាសាយហើយផ្ដាសាយនៅតែក្នុងខ្លួននឹងមិនតាន់ជាទេពិភពលោកគ្មានប្រទេសណារកឃើញថ្នាំបំបត្តិផ្ដាសាយទេអាគេចាក់រាល់ថ្ងៃនេះគេចាក់មេរោគផ្ដាសាយឲ្យចូលក្នុងខ្លួនមកឲ្យវាស៊ីអាមេរោគថ្មីកុំឲ្យចាញ់អញអ្នកគុំក្រងរូបនឹងមុនឯងថ្មីកុំមកចង់ឈ្នះអាកើតកូវីដក៏ចឹងដែរគេចាក់វ៉ាក់សាំងហ្នឹងគេចាក់កូវីដឲ្យហើយក្នុងខ្លួនយើងហ្នឹងហើយដល់តែយើងស៊ាំជាមួយកូវីដយើងរស់ជាមួយកូវីដយើងលែងឈឺអាកូវីដមកថ្មីអាចាស់នៅក្នុងហ្នឹងវាដាច់ញ៉ាញ់មកចូលអញអ្នកយករូបនឹងបានមុនបើដូច្នេះអាវ៉ាក់សាំងនេះគឺជាមេរោគដែលមកនៅជាមួយយើងឲ្យយើងរស់នៅជាមួយមេរោគបានប្រពុតលោកថាសន្តិហោរីរូបរាងកាយពោតិស្អុយរូបកណិតទាំងជាសម្បុកនៃរោគបឋាងគុណណាំងជារបស់ពុកផុយទៅវិញទៅទេរូបឲ្យរូបដើមឈើកគីឈើកញុងឈើអីចាស់ទៅគេកាប់យកមកធ្វើជើងតក់ជើងក្រែកើតហើយយើងនេះចាស់ទៅប្រគល់ជើងយើងឲ្យគេយកធ្វើជើងតក់ជើងក្រែគេមិនយកទៅទៀតតែវាធ្វើបានមិនស្រួលមិនហ៊ានអង្គុយទៀតដល់ឲ្យក្រែជើងមនុស្សប្រដូច្នេះហើយវាយ៉ាប់ណាស់ក្នុងខ្លួនយើងញោមមានតកៅរស់នៅនឹងជាង80ពូជណាញោមហើយអត់មានពីណាបដិសេធទេវិទ្យាសាស្ត្រក៏រកឃើញពុទ្ធក៏រកឃើញដែរយើងគិតតែអញស្អាតអញល្អវាល្អមែនពីក្រៅប៉ុន្តែពីខាងក្នុងមានតកៅនៅក្នុងខ្លួនយើងជាង80ពូជអាត្មានិយាយត្រង់ធ្លាប់ជួបផ្ទាល់គេយកសពដាក់មឈូសកញ្ចក់ញោមសពស្អាតភ្លឹងដាក់មឈូសកញ្ចក់លើសពី7ថ្ងៃក្រោយទៅតកៅចេញមកវាពេញនៅកញ្ចក់អាតូចក៏មានអាធំក៏មានមកថាចុះបើយើងបាត់ចិត្តឲ្យតកៅមកពីណាវាចេញពីក្នុងខ្លួនយើងមកបានវិជ្ជបណ្ឌិតពេទ្យគេថាដៃគុណណោយក្នុងពវៀនយើងនេះហូបបាយទៅពេទ្យគេថាតកៅនឹងរោគនឹងមេរោគមេតកៅជីវិតនឹងវារស់នៅតោងពវៀនយើងនឹងរាប់មិនឈ្នះអញ្ចឹងក្នុងពវៀនក្នុងណាក៏មានដែរប៉ុន្តែវាល្អិតបើគេទៅឆ្លោះមីក្រូទស្សន៍ឃើញសិតទៅរោគបានប្រពុតថាមាន80ពូជតកៅក្នុងខ្លួនយើងប៉ុន្តែយើងនៅខ្លាំងវាមិនតាន់រៀនទៅបាបវាកំពុងអកតបជាមួយតែយើងចោះខ្សោយបន្តិចខុសបន្តិចក្អកបន្តិចឈឺចកេះឈឺចកងបន្តិចឈឺខ្លាំងមែនតើវាជន់ហ្មងវាលើកតបចាំនៅក្នុងខ្លួនឲ្យតែយើងចោះខ្សោយអានោះវាវឹបអញ្ចឹងបានពេលគេឲ្យយើងហាត់ប្រាណតម្លើងសាច់ដុំរហូតកម្ដៅសាច់ដុំរហូតដើម្បីកុំឲ្យចាញ់តបរបស់មេរោគតែយើងមិនហាត់ប្រាណទេញោមអង្គុយ2-3ខែមិនតាន់ឡើងម្ដងឈរ2-3ខែមិនតាន់អង្គុយម្ដងមេរោគបានដៃតិចទៀតបានអញធ្វើឲ្យឈឺចកេះអញធ្វើឲ្យឈឺចកងអញធ្វើឲ្យឈឺសរសៃហើយដល់ទៅពេលយើងខ្សោយមែនតើមេរោគជន់ក្រឹបដល់តែជន់ទៅមិនហ៊ានទិញថ្នាំមិនហ៊ានទៅពេទ្យយកទៅពេទ្យគេថាហួសពេលបាត់ហើយព្យាបាលអត់តាន់ឥឡូវមេរោគវាចូលដល់ខួរក្បាលបាត់ហើយវាចូលដល់សួតវាស៊ីសួតអស់ហើយបើដូច្នេះវាជ្រុលពេលវាមានមកពីណាមកពីរូបយើងនឹងជាសម្បុកនៃរោគបានជាលោកថាទុកខាងទុកហើយអនត្តា
អាណាតាដែលពាក្យគេថាប្រែថាមិនមែនជារបស់ខ្លួនហ្នឹងមកពីគេប្រែតាមស័ព្ទបាលីទេប៉ុន្តែន័យមិនមែនអញ្ចឹងទេន័យរបស់អាណាតាមានន័យថាយើងអត់មានសិទ្ធិប្រកបប្រជាវាបានញោមថាពវៀនរបស់ញោមខ្លួនយើងអ្នកម្ចាស់មើលឆ្លើយមើលពវៀនយើងប្រហែលម៉ែត្រយើងអត់ដឹងផងនោះហើយពីណាអ្នករៀបថ្លង់ឲ្យដាក់ពវៀនបែទៅណាដាក់កាពះប៉ុណ្ណាដាក់ថ្លើមមិនប្រមាត់តែមិនគេធ្វើផ្ទះធ្វើអូតែលធ្វើវីឡាមើលគេគូប្លង់ឡើងបែកម៉ាំអស់ហើយពុះទៅអានេះផ្លូវទៅនេះអានេះផ្លូវទៅនោះបន្ទប់ទឹកមកតាមផ្លូវនេះផ្លូវនោះគេគូឲ្យតិចខ្ទីអស់បានគេយកទៅធ្វើហើយចុះរូបរាងកាយយើងគឺអាណាប្រហោងចេញមកទៅជីអាណារុនទៅច្រមុះអាណាទៅកំពង់កអាណារុនខ្យល់អាណារុនចំណីអាហារអាណាគេគូប្លង់ឲ្យពិបាកណាស់តែខ្លួនយើងមិនដឹងផងមិនឡោះហើយយើងបជាវាស្ដាប់អីអត់មើលណែឯងស្ដាប់ខ្ញុំកុំឈឺអត់ស្ចៃស្ដាប់អញឈឺស្អែកអញណែឯងកុំស្កើអញស្កើអញទិញថ្នាំលាប2 3ថ្ងៃខ្មៅចង់សគល់ហើយឡាយក្មេងគេឲ្យសចង់ខ្មៅគល់ឯងទៅជាខ្មៅចង់សគល់វិញជ្រះគ្នាថ្មិញថាកម្ឲ្យបាក់ស្បែកកម្ឲ្យជ្រៀងជ្រួញវាអត់ស្ដាប់យើងសោះទីបំផុតយើងថាកម្ឲ្យស្លាប់វាអត់ស្ដាប់បញ្ជាតាមបំណងយើងតែហ្នឹងបានគេប្រើពាក្យថាអនត្តាមកពីវាមិនស្ដាប់បញ្ជាយើងធម៌3អនិច្ចំទុក្ខអនត្តាជាប់ជាមួយខ្លួនយើងបានគេហៅថាធម៌3ជាប់ខ្លួនធម៌4ជាប់សាច់គឺដីទឹកភ្លើងខ្យល់អ្នកវិទ្យាសាស្ត្រក៏រកឃើញប៉ុណ្ណឹងដែរបានគេយកមកធ្វើឡានធ្វើម៉ូតូអីកើតគេថាជីវិតរស់នៅដែលអាស្រ័យធាតុ4ហ្នឹងដីទឹកភ្លើងខ្យល់ផ្សំផ្គុំគ្នាដីទឹកភ្លើងខ្យល់ខ្វះជាតិណាមួយមិនរស់ទេទឹកខ្យល់ឡើងខ្លាំងកើតខ្យល់ចាប់កើតស្លាកខ្យល់កើតខ្យល់កស្លាប់ហើយទឹកភ្លើងឡើងខ្លាំងវាក្តៅខ្លួនវាខ្លាំងដូច្នេះក៏ធាតុភ្លើងឡើងខ្លាំងក៏ស្លាប់ហើយបើខ្វះធាតុទឹកក៏ស្លាប់ហើយបើខ្វះធាតុដីខ្វះចំណីអាហារក៏ស្លាប់បើដូច្នេះធាតុទាំង4ហ្នឹងឲ្យជីវិតរស់បានអ្នកវិទ្យាសាស្ត្រយកធាតុទាំង4ហ្នឹងទៅធ្វើឡានធ្វើម៉ូតូគេធ្វើចេញពីធាតុទាំង4ដែរញោមមានតែសិលមានតែទាននេះទេជាស្ពានចម្លងជាទូកជាក្តារជាវាយចែកឆ្លងរួចនាំរំលងវាលវត្តសង្សារនេះទៅបានណាញោមណាចឹងបានលោកថាឲ្យធ្វើបដើទៅការស្លាប់វាមិនទៀងអញ្ចឹងព្រោះហេតុអីស្លាប់រាល់ថ្ងៃនេះមានប្រមាណប្រភេទញោមស្លាប់មានច្រើនប្រភេទបណ្ណាអាត្មាសង្ខេបដោយខ្លីមានអ្នកខ្លះស្លាប់អង្គុយស្លាប់ឈរស្លាប់នៅពេទ្យស្លាប់នៅផ្ទះប៉ុន្តែមិនចង់និយាយទេថាស្លាប់សង្ខេបដោយខ្លីមាន4ញោមញាតចាំស្ដាប់មើលស្រឡាញ់មួយណារើសយកមួយនោះទៅអាត្មាមួយណាក៏មិនរើសដែរស្លាប់ទី1គេថាអាយុខយៈមរណៈស្លាប់ដោយអស់អាយុទី2កម្មខយៈមរណៈស្លាប់ដោយអស់បុណ្យទី3ឧបយៈខយៈមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាទី4ឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀមកកាត់ផ្ដាច់ស្លាប់ដោយអស់អាយុខៃមនុស្សសពថ្ងៃចាប់តែពី75អីឡើងទៅនឹងអស់ភាគច្រើនបំផុតជុំវិញ100លើសពី100ក្រោម100ជុំវិញ100នឹងឯងអាយុខៃមនុស្សអញ្ចឹងបើនរណាបាន80 90 100នឹងសមរម្យហើយគាត់ស្លាប់ទៅព្រោះរូបរាងកាយគាត់វាចាស់ទ្រុឌទ្រោមហើយភាសាអ្នកឥឡូវគេថា expire ហើយហូដលេប្រើអីលែងកើតដែរបើអាយុវានៅតិចបាក់ថ្មិញតថ្មិញបាក់ឆ្អឹងតឆ្អឹងបាក់ដៃតដៃដល់ចាស់មែនតែនដូចកង់អញ្ចឹងឯងខូចកង់ដូរកង់ខូចកម្មដូរកម្មខូចនឹមដូរនឹមអាទេសអីចឹងដល់ពេលវាចាស់វាពុកព្រួតមែនតែនហើយកវត្តចោលទិញអាទេសថ្មីទិញកង់ថ្មីណាញោមណារូបរាងកាយយើងអញ្ចឹងដែរនេះបានគេហៅថាស្លាប់ដោយសារអស់អាយុទី2គេថាស្លាប់ដោយសារកម្មខយៈមរណៈដោយសារអស់បុណ្យមនុស្សយើងអ្នកខ្លះគាត់និយាយប្រមាថថាអូយអញកុំតែខ្វល់អញមិនតាន់ទៅវត្តទេអារឿងវត្តពូគង់តែទៅទេប៉ុន្តែពូទៅនៅថ្ងៃដែលគេហែពូយកទៅដុតនឹងត្មងអ្នកខ្លះគាត់ថាខ្ញុំមិនទៅសុំសិលទេចាំរលុយឲ្យបានច្រើនទៅទិញសិលយកហ្មងទិញទៅគេលក់ឡោយអ្នកខ្លះគាត់ថាអូយកុំតែខ្វល់សម្បត្តិមនុស្សហ្នឹងណាវានៅទាំងសាច់ខ្លែមហើយនឹងស្រាទេឲ្យតែបានអានឹងទៅវាសម្បត្តិមនុស្សហើយសម្បត្តិទេវតាមានធុកហើយនឹងទៀននោះហើយសម្បត្តិនិព្វានមានដំងហើយចិត្តអីទៅភ័យអីកុំតែខ្វល់រលុយរកកាក់ឲ្យតែបានចាយវាគ្រប់គ្រាន់ទៅក៏ថាហ្នឹងឯងឋានសួគ៌គាត់ស្រាប់តែបានលុយចាយទិញផ្ទះធំមានឡាននេះតែបើស្លាប់ព្រោះលុយនៅសោះមិនក៏ស្លាប់ខែងថាឲ្យតែមានលុយកាក់ចាយមានបាយហូបគ្រាន់អាហ្នឹងឯងសុខសប្បាយហើយឥឡូវមានហើយមិនក៏នៅស្លាប់អ្នកខ្លះស្លាប់ទៅអាយុ20 30 40កម្លាំងក៏នៅសាច់ក៏នៅឆ្អឹងក៏នៅមាំលុយក៏នៅមានឡានទំទិញថ្មីផ្ទះទំធ្វើថ្មីដីទំទិញប្រមាណហិកតាទៀតជាការស្វ័យចន្ទទីការម្ដេច
ហើយមិនក៏ស្លាប់ដោយសារអស់បនមិនមែនដោយសារអស់ទ្រព្យសម្បត្តិទេអស់បនទ្រព្យសម្បត្តិនៅមានប៉ុន្តែអស់បនស្ត្រីម្នាក់ស្ត្រីនឹងឈ្មោះនាងសេរនីអាយុ8ដល់10ស្អាតណាស់ស្អាតជាងអាត្មា2លានកន្លះដងអានេះតាមស្មានប៉ុន្តែចេះរឹងរូសម៉ែឪនិយាយផ្ដៅមិនស្ដាប់សិតតែថាម៉ែឪនឹងចាស់កំរិលទៅជឿស្អីបនបាបវាមាននរកប្រែតមានព្រំមានទេវតាស្អីកុំទៅជឿទៅចាស់កំរិលអីកើតមកប្រពៃណីវប្បធម៌ឯងមិនខំរៀនសូត្រទៅស្ដីឲ្យចាស់ទុំសិតតែចាស់ទុំនឹងល្ងងអត់ដឹងអីខ្លួនឯងប្រឹងរកទ្រព្យមែនសុំសរសើររកបានមាសបានលុយកាក់ច្រើនទិញមាសកប់ទុកណាញោមហើយអាយុតែ8 9 10សុំលុយបានច្រើនអត់ជឿបនថ្ងៃមួយថ្ងៃឧបោសថដើរមកក្នុងវត្តយាយហៅថាចៅអើយម៉ណេះមកចៅធ្វើភេសជ្ជៈប្រគិនប្រសងយកបនណាថ្ងៃឧបោសថស្រាប់តែងាកមកទេសនាដាក់យាយទៅមកយាយឯងជាណាស់អស់ប៉ុណ្ណឹងហើយនឹងឆោតទៀតទៅនឹងជឿលោកអីមានបនមានទៀនអីទៅខំជឿអីចាស់កំរិលចុះខំជឿឆោតឲ្យឆោតស្ដីឲ្យយាយមកឆ្អែតយាយស្ពឹកមុខល្មងអញហៅគេធ្វើបនគេទេសឲ្យហើយមិនអីទេនាងថាមិនថាទៅនាងត្រឡប់ទៅផ្ទះបានតែ2 3ថ្ងៃស្លាប់ខ្យល់កអូក្មេងសោះខ្យល់កស្លាប់ដែរដល់តែស្លាប់ទៅអត់មានបុណ្យឲ្យកើតជាមនុស្សទៅកើតជាប្រែតអត់ចំណីអាហារនៅក្នុងព្រៃកន្លែងគេចោលខ្មោចមួយកន្លែង3 4ឆ្នាំក្រោយមកអ្នកស្រុកនាងនឹងបរទេសលក់ដូររស៊ីដូចគេលក់កញ្ច្រែងលក់ចង្អេលក់ល្អីអីចឹងទៅយកតាណាដេកទៅនឹងស្រាប់តាក៏ឈប់សម្រាប់អទេសក្នុងដងព្រៃហ្នឹងសូរិយាអស់ស្ដងគុតអលុតប្រសូសែងទៅតាដោះគោដោះកបីដាំបាយទឹកហូបម៉ោងប្រលប់គេថាម៉ោងខ្មៅចេញដើររស៊ីប្រែតហ្នឹងវាចេញមកមែនស្រាប់តែឃើញមុខតាហ្នឹងក៏ស្គាល់បង្ហាញខ្លួនឲ្យឃើញផ្លែតលោកតាស្គាល់ខ្ញុំមិនអត់តារត់ញាក់កញ្ញាងហ៊ីស្អីចេះលោកអើយណែឯងជាខ្មៅជាព្រាយចុងលងបន្លាចខ្ញុំមែនទេលោកតាខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរមាននឹកចាំដែរអើចៅសេរនីស្លាប់មក3 4ឆ្នាំហើយចុះចៅឯងទៅកើតឯណាថាលោកតាឲ្យខ្ញុំកាលនៅជាមនុស្សខ្ញុំប្រមាថមើលងាយប្រសងមើលងាយអាចារ្យមើលងាយយាយតាមើលងាយម៉ែឪជឿបនបាបអីខ្ញុំអត់ជឿខ្ញុំអត់មានសិលអត់ធ្វើបនស្រាប់តែខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហារបានខ្ញុំជឿថាឥឡូវមានប្រែតមែនខ្ញុំមានកម្មធ្ងន់ណាស់មិនអាចទៅផ្ទះបានទេលោកតាប្រាប់ម៉ែខ្ញុំផងថាមាសខ្ញុំកប់នៅក្រោមគ្រែកន្លែងខ្ញុំដេក4 សែនកហបណៈឲ្យគាត់កាយចេញមកហើយបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយចោះបើសិនជាគាត់មិនបានជួយខ្ញុំទេមិនដឹងថ្ងៃខែឆ្នាំណាខ្ញុំរួចពីកំណើតប្រែតនេះទេលោកតាកុំភ្លេចណាផ្ដាំតែប៉ុណ្ណេះបាត់សមោលទៅវិញទៅអានឹងគេបង្ហាញមកផ្លែតតារៀបចំកន្លែងដេកនៅក្នុងមួយយប់ទៅអាត្មាចេះតែសើតាអស់ហ្នឹងចេះតែសម្រានលូកដែរណាអាត្មាសម័យវិញថាបើសិនជាអាត្មាវិញមួយយប់នោះគ្មានលក់ទេអង្គុយចាំមើលល្មមក្រែកមកទៀតបាននិយាយគ្នាដល់តានោះលក់មួយយប់ព្រលឹមឡើងបោះអាទេសចេញមកទៀតពេលមកដល់ផ្ទះយាយនឹងឈប់អាទេសយាយខ្ញុំជួបកូនយាយឯងយាយខ្ញុំជួបកូនឯងយាយឯងយាយនោះកំពុងតែឈឺដេកទទួលភួយងើបឡើងប៉ើងថយប៉ើងភួយដោយភួយខ្នើយដោយខ្នើយរត់មកឯណាកូនខ្ញុំឯណាថាលោកយាយនៅក្នុងព្រៃខ្មៅឯនោះទេបង្ហាញខ្លួនថាម៉េចថាឲ្យលោកយាយហ្នឹងណាជួយកោះមាសនៅក្រោមគ្រែកន្លែងនាងដេកថា4 សែនកហបណៈនោះឲ្យបែងធ្វើបុណ្យឲ្យនាងផងនាងថាបើមិនធ្វើបុណ្យឲ្យនាងទេអត់ដឹងខែឆ្នាំណានាងបានកើតជាមនុស្សទេហើយឲ្យលោកយាយខំធ្វើសិលធ្វើទានផងយាយហ្នឹងកោះមាសហ្នឹងបានមាសមកអង្គុយកាន់សំណោះកូនសំណោះថាម៉េចឃើញទេកូនចង់មានចង់បានកូនមិនជឿបុណ្យសោះកូនជឿតែទ្រព្យសម្បត្តិមានបានមួយយ៉ាងឥឡូវទ្រព្យសម្បត្តិកូនអត់មានបាត់ទេកូនស្លាប់ដោយសារហេតុអីកូនស្លាប់ដោយសារកូនអស់បុណ្យមិនមែនអស់លុយទេហើយក៏មិនមែនអស់ទ្រព្យដែរបើកូនបានធ្វើបុណ្យខ្លះណាកូនមិនទាន់ស្លាប់ទេអញ្ចឹងកូនស្លាប់ដោយសារអស់បុណ្យហើយមកពីកូនអត់បន្ថែមបុណ្យមិនអីទេចាំម៉ែធ្វើបុណ្យឲ្យបានយាយនឹងធ្វើបុណ្យឲ្យកូននឹងបានទទួលផលនឹងទៅកើតឋានសួគ៌ទៅយាយនឹងអស់អាយុទៅរក្សាសិល5ចាំសិល8អស់អាយុទៅកើតឋានសួគ៌ជួបគ្នាជាម៉ែហើយកូននឹងមកអាយុឲ្យនងទៀតទៅជាទេវធីតាទាំងអស់គ្នាទៅលើកឡើងបញ្ជាក់ថាស្លាប់ដោយសារអស់អាយុនឹងគឺអស់បុណ្យនឹងគឺអញ្ចឹងហើយបានខ្មែរយើងមានប្រវត្តិមួយគឺធ្វើបុណ្យចម្រើនបជនដោយពាក្យថាសុខោបញ្ញសឧច្ចយោនរណាកសាងសន្សំបុណ្យនោះនឹងបានសេចក្តីសុខអញ្ចឹងបើស្លាប់ដោយសារអស់បុណ្យយើងខំធ្វើបុណ្យបញ្ចូលក្នុងខ្លួនយើងកុំឲ្យឆាប់អស់ណាញោមណាដូចអ្នកប្រើទឹកពីងហ្នឹងបើថាដងទឹកពីងប្រើអស់ចាក់ទឹកបន្ថែម
ก็มาไปฉับออกเปลือกกุยออกเรื่องไปโจลเพลิงประแทมเปลือกแกะเด็กแกะออกเรื่องไปโจลแกะประแทมเจ้ายังรู้เนื้อได้ซาเปลือกบอลนั่งยังไปโจลบอลประแทมโยมยินเมียนบอลชรานะโยมเชื่อสมัยปรังกิสลับออกมากโนไอพรมสลับสมัยปีจัดสับดอลจัดสับพระมาสององเตวังวิทอเบไซกองเดือสลับกัดเป็นเละลังหอยไซเป็นเมกิสลับอีร้อนไอพรมสลับสมัยใบชนามปมใบคายมาเพยทั้งไงกิแกงกิจิตเปรจิโกน้าปังเริ่มไม่ชินบานบนตั้งยุบบานบนตั้งทั้งไงไม่ลูก็จรานเชียงเกไม่จีก็จรานเชียงเกบนก็จรานเชียงเกได้ไอการละกัดติญูโกนใจในช่างไงมาดองมากาละนั้นก็บานบนได้นะโยมวิสาขานอมอาดดำปุยโตตึงมุกนี่อบรมมาปกระบอโลกปกขมายอดเจถือบอลเต้มันได้เจถือบอลดักเตียนรอบบาดประซองไอมาดองเต้วิสาขามันในคางปกขมายนั่งนักเคยท่าอ้อปกอันบานเชียมหาสิทธิ์ไทยย้อยกำนันมันเจถือบอลจังจำเมินไปเตี้ยสลับจอลตรอบตื้อตรอบนั่งแต่ในใดเนี่ยโดนตีย้อยอันเกิดอบรมโอเตียนอย่าปกไอบ้านโยมไม้ลงมาบันบาดมันแดกได้จังหันซอกไงมุ้ยปกกระปงตะหกบายลงมาบันบาดในช่องหมดเผลอวิสาขาเมาเปะกระดาลูกเปะกระดาละปกใส่หายลูกทัดได้ก้นมาจ้าเฮ้ยอตวันเตนิมนต์เตกลายเซงจ้าปกยมปองอะไรบริโภคอาหารจ้าได้ก้นมาจ้าเฮ้ยอตวันเตนิมนต์เตกลายเซงจ้าปกยมปองอะไรบริโภคเกจ้าลูกมาจ้าเฮ้ยปกยมปองอะไรบริโภคอาหารจ้าบ้านปีใบดอกตาต้องดอกใดเจนพิจารณ์มองโกนบอลโยถ้าอันโฮบอาหารจ้าอาหารจ้าอาหารทำไมคืออาโจลเติมเหมือนอย่างนั้นอาหารทำไมบ้านปีใบไงเวเจนมาเหมือนอย่างนั้นอาหารจ้าจังอาหารจ้านั่งไอเกยโยมอาจ้านั่งไอเกยนงอ่ะอาโจลแต่ไงมันหอยเจนมาเหมือนอย่างไอเกยนงอ่ะมาลอหายปกเนงวิสาขาคังนะมองเฮ้ยโกนนี่ถ้าอันบริโภคอาหารจ้าคังนะประเด็นโกนตึกเตียวิ่งวิสาขาถ้าเองกาลเมาปกยมเอากระดมปีปมใบเนี่ยถ้าเปิดเมียนเรื่องไอเอาจิมเรียสันเนาะให้กระดมปีมาจิมเรียกระดมปีมาสุตาฮัดไอบ้านจีเนียงทาเอาอย่าปกโฮบอาหารจะหายกินงจังบ้านวิสาขาทาขยมปองมันแมนจงทาปกนั่งโฮบไอกินงเต้มันแมนจงเมียนในตาโฮบเหลี่ยมมุไอเนยยมนะอาหารจ้ายมสกอเลยอดยมอันนึงดอลลาร์เปจังเต้เนียงวิสาขาตะขยมแมนจงท่าปกโฮบไอกินนงเต้ก็ปันใต้ยืงรอไงเนี่ยการจีมหาสิทธิ์ไทยจีเนี่ยเมียนเนี่ยเกดอตีก็เกจองเมียนโดยยืงได้ให้แมนเกสัตตะเชลเต้เกปรังโรซีตั้งปีปลำต้นปลบตั้งปีปลำต้นปลบปัณบานตะมารัวให้จำนายยืงไงแน่เวียนเมียนเชียงเกทูเทียเชียงเกลามเชียมหาสิทธิ์ไทยโดยสายืงเมียนบอลจากบ่อยืงช่วยปันตลกปกรอไงนี่อตอนเธอบอลทำไมที่โฮบแต่บอลจ้าจังหายบานขยมนังทานโลกับปกบริโภคตาหาจ้าคือตอนเธอบอลทำไมได้จมือตาออกบอลปนังเต้นโลกับปกอาจเวลตือเนี่ยครอหรือก็ตือการจิตสัตว์ได้ชามจีเนี่ยอดไว้เนี่ยโดยจังเต้บานสิทธิ์ไทยนังทาอยู่อ๋อกระดมปีทาไตรไอ้เมียงทาไตรไอ้เมียงคอไอพองจังบานต่อเตกราวเตบานอบรมแต่บงเตี้ยถ้ามันข้ออันมันเอาในได้โกนไอ้ใส่เปลี่ยนยุบจอใดจังบ้านกระดมปีสุดท้ายในบ้านเนียงจอใดถ้ายังจำกูจำเสลางรบมืนขบาลวิกาโกนยังตึงมือไทยตอมตรอบสมบัติไปยังมันตึงมือวิบัดบองวิจวนเนียงงอบจังเนียงละอเตียละอนั่นก็อันมันเอาในได้มันดังวิกซับไอ้เปียประดาไอ้ชิมวยไอ้เวียนแหละกำบังถ้ากำเอาเพลิงกำเอาอย่างน่านอมเพลิงแต่เนี่ยเจ็ดคางกำเอาโยเพลิงไปเตี้ยเกะไม่ได้ได้ละนานในชิมวยเนี่ยมันเอาเพลิงเนี่ยไม่ได้บ้านกระดมปีสูที่ได้ไม่เมียนเปียบันดำสงัดไม่บ้านวิสาขาตักเมียนบันดำไอ้สงัดไอ้เต้คือเอาขยมนั้นเป็นในชิมวยปกขมายนั้นกำนอมเพลิงขนองเจนไกรกำนอมเพลิงไกรโจลขนองเมียนในทางกำนอมต่ำนอกไปคางไกรอยู่แต่ปราบกีกำนอมเรื่องเซนไปคางไกรอย่าหมดอดขนองครัวสายตัวขณีเอาเตียนดอลบกลนากูเอามันเอาดอลบกลนามันกูเอาดอลบกลกูเอาคลามันกูเอาคลาไอ้มายางติดกุยก็ได้เด็กก็ได้บริโภคก็ได้มุนนังบริโภคมุนนังได้ไอ้มือไม่พองแทนซาพลุเลืองเลือบเตี้ยคือกรุบเตปดาเลือบเตี้ยมือไม่มือครัวซาเลือบเตี้ยเนียงเบาะสไลหายจบสับครบทันเนียงมันจ้องนั่งเต้เนียงตลบเตยไว้เนี่ยเบาะสไลเป็นไงฮะปกคอตะโกนนะกอมเตยไอ้เบอร์สลับมือเตยละออย่างนั้นกอมเตยไอ้ท่าเต้ข
ខ្ញុំមិននៅទេពូជឪពុកអត់ចេះធ្វើបុណ្យអញ្ចឹងហ៊ីកូនឯងកុំទៅឲ្យតែកូនឯងនៅកូនឯងធ្វើបុណ្យប្រមាណក៏សុខចិត្តដែរកូនឯងរាប់សេរីរាប់មើលទៅល្អណាស់កូនឯងល្អណាស់កូនឯងកុំទៅផ្ទះអីនៅនឹងហើយខ្ញុំមិននៅទេខ្ញុំទៅនៅជាមួយឪខ្ញុំវិញនៅជាមួយពុកឯងអត់ចេះធ្វើបុណ្យផងហេកូនឯងចង់ធ្វើបុណ្យធ្វើតែឥឡូវកូនឯងធ្វើឲ្យតែកូនឯងនៅមែនអីពុកមែនទេមែនតែកូនឯងធ្វើចោះឮតែប៉ុណ្ណឹងវិសាខាទៅវត្តមុនលោកមកឲ្យទាំងអស់ហ្មងក្រហមផ្អឹសពេញផ្ទះតានឹងភ័យហ្មងអញហើយតែមួយអង្គមិនដែលហ៊ានដាក់បាតលោកផងឥឡូវវិសាខាលេងមកក្រហមផ្អឹសហ្មងយល់ណាបានព្រះអង្គមកសម្ដែងធម៌ពួកអាជីវកមកធ្វើវាំងនត់បាំងកុំឲ្យតានឹងចេញមកជួបលោកកុំឲ្យសេដ្ឋីនឹងចេញមកជួបលោកកុំឲ្យចេញមកជួបព្រះដល់ព្រះអង្គសម្ដែងធម៌សេដ្ឋីនឹងនៅអង្គុយអត់ចេញទេប្រាប់វិសាខាថាកូនឯងធ្វើបន់ឯងធ្វើទៅឪពុករវល់អត់បានចេញទៅជួបទេប៉ុន្តែដល់ព្រះអង្គសម្ដែងធម៌វាស្ដាប់ឮដល់តិចជាតែខាត់មកចិត្តអញ្ចឹងឮច្បាស់ទៅយល់ដឹងថាអូអញកើតជាមនុស្សដោយសារបុណ្យពីមុនមកច្រើនបើអញមិនខំធ្វើបុណ្យទេអញនឹងស្លាប់ទៅវិញទៅទេទ្របទុកឲ្យអ្នកដទៃម្យ៉ាងអញចាស់ចំណាស់ប៉ុណ្ណេះអញចិត្តស្លាប់ហើយបើអញ្ចឹងគិតចុះកន្លឹងយល់ខ្លួនឯងកូននេះចង់បំភ្លឺអញតើចង់ឲ្យអញធ្វើបុណ្យតើស្រាប់តែគិតមកចិត្តវាំងណត់បើកចេញក្បាលមកហ្មងអង្កលមកចិត្តព្រះថ្វាយអង្គមហ្មងព្រះអង្គឲ្យយល់ធម៌អង្គគេហើយសូមថ្វាយអង្គមថ្វាយខ្លួនជាឧបាសកស្ទុះទៅឲ្យវិសាខាកូនភាសាហៅកូនថាម៉ែហាហើយមិនមកហៅកូនថាម៉ែកុំតែបានកូននេះមកបំភ្លឺទេឪពុកនេះគ្មានដឹងអីសោះឥឡូវកូនមកបំភ្លឺធម៌អញ្ចឹងចាត់ទុកកូននឹងដូចម៉ែអញ្ចឹងមកបំភ្លឺខ្ញុំមើលឃើញណានេះហើយជាប្រវត្តិនាំឲ្យដឹកនាំធ្វើបច្ច័យ4ដាំពូជតទៅមុខឥឡូវយើងបានធ្វើហើយណាញោមណាដឹងថាមនុស្សសពថ្ងៃមាន5ប្រភេទទេប្រពុតសំដែងប្រាប់ប្រភេទទី1គេថាមនុស្សស័កមនុស្សសោប្រភេទទី2គេហៅថាមនុស្សសតេវោប្រភេទទី3គេហៅថាមនុស្សសដេរិឆាណោប្រភេទទី4គេហៅថាមនុស្សសនេរយិកោប្រភេទទី5គេហៅថាមនុស្សសប៉ែតតោហើយមិនបានមនុស្សច្រើនប្រភេទម្ល៉េះទី1មនុស្សស័កមនុស្សសោមនុស្សនឹងឯងមានរូបរាងកាយជាមនុស្សប៉ុន្តែមានធម៌សម្រាប់មនុស្សប្រព្រឹត្តធម៌ដូចមនុស្សដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងដូនដឹងតាដឹងម៉ាដឹងកងចេះគោរពច្បាប់មនុស្សជាតិប្រទេសជាតិធ្វើអំពើល្អដល់មនុស្សនេះអនាគតទៅកើតជាមនុស្សទៀតពេលព្រោះស្រុកមនុស្សត្រូវមានច្បាប់សម្រាប់មនុស្សណាចេះច្បាប់មនុស្សកើតមកជាមនុស្សទៀតអញ្ចឹងអនាគតទៅបានជាមនុស្សគេហៅថាមនុស្សស័កមនុស្សសោមនុស្សមួយទៀតគេហៅថាមនុស្សសដេរិឆានណោមនុស្សនឹងឯងឥឡូវនឹងរូបរាងកាយជាមនុស្សប៉ុន្តែអនាគតទៅដេរិឆានដោយសាររូបរាងកាយជាមនុស្សប៉ុន្តែអត់មានធម៌សម្រាប់មនុស្សទេចេះតែធម៌មើលងាយគេឌឺដងឌៀមដាមជេរផ្ទុញផ្ទាល់ផ្ចាញ់ផ្ចាល់ចំអកលក់លើយហើយធ្វើបាបគេមិនដឹងគុណមិនដឹងទោសមិនដឹងខុសមិនដឹងត្រូវមានចរិតដូចសត្វដេរិឆានម្ល៉េះហើយមនុស្សនេះអនាគតទៅកើតជាសត្វដេរិឆានជាពិសេសអ្នកមិនដឹងគុណឪពុកមិនដឹងគុណម្ដាយមិនដឹងគុណចាស់ទុំអីហ្នឹងទី3គេហៅថាមនុស្សមានរូបរាងកាយជាមនុស្សក៏ប៉ុន្តែទឹកចិត្តដូចប្រែតគេហៅថាមនុស្សសប៉ែតតោឥឡូវហ្នឹងជាមនុស្សមែនប៉ុន្តែតទៅមុខជាប្រែតហើយមនុស្សនឹងនៅក្នុងសង្គមគេមិនដែលចេះគ្រប់ដឹងតែខ្វះរហូតដើរលួចខ្ទេចលួចខ្ទីអស់កាត់តាមភូមិគេតាមផ្ទះណាបាត់មន់ផ្ទះហ្នឹងលួចតាំងពីឆ្កែតាំងពីឆ្មាពីគោពីកបីផ្លែឈើផ្លែព្រៃស្បែកជើងឆ្នាំងបាយជ្រូកក៏លួចដែរហើយដល់ប្រទេសមកប៉ុនគេមិនស្រួលលួចឲ្យតាំងពីស្បែកជើងតាំងពីអីទៀតដូច្នេះទៅឯណាខ្វះហើយនោះមិនដែលចេះគ្រប់មកជាតិរស់ទៅជាមួយនឹងការលួចចេះតែខ្វះដាំមកពូជខ្វះនឹងរហូតលួចយូរទៅអាផ្ទះជាប់លបងគ្នាក៏លួចដែរលែងគិតអីក្អមក៏លួចឆ្នាំងក៏លួចផ្ដិលក៏លួចមន់ក៏លួចទាក៏លួចមកជីវិតរស់ទៅជាមួយលួចឆក់លួចនឹងកេងកັບបោះគេលុបលុនចង់បានមនុស្សហ្នឹងវាអត់ចេះគ្រប់អញ្ចឹងដាំពូជខ្វះទុកកើតជាតិក្រោយទៅកើតកន្លែងខ្វះជាប្រែតនឹងតែហ្មងរត់ទៅអីហូបមិនក្រាន់ផងអញ្ចឹងអ្នកដែលប្រព្រឹត្តធម៌ដូចនេះឥឡូវហ្នឹងរូបរាងកាយជាមនុស្សឯប៉ុន្តែតទៅមុខប្រែតដែរបានគេហៅថាមនុស្សហ្នឹងមនុស្សសប៉ែតតោមនុស្សប្រែតមនុស្សមួយទៀតហ្នឹងរូបរាងកាយជាមនុស្សប៉ុន្តែក្នុងចិត្តហ្នឹងក្តៅក្រហាយរហូតកាចសាហាវខូខើឮតែពីរឿងវាយពីរឿងដុំពីរឿងកាប់ពីរឿងចាក់ឲ្យតែមានបុណ្យមានទានមានកាយណាត់គ្នាទៅកាប់គ្នាលេងណាត់គ្នាទៅចាក់គ្នាលេងវាយគ្នាលេងបកកតំណោះ
យូយូតោះបងប្អូនឯងម៉ែឪតោះគ្រប់តោះកន្លែងដើរទៅទើសគេខឹងមួម៉ៅមុខក្រហមភ្លើងនរកវាចាប់ផ្ដើមដុតរួលមុខឲ្យក្រហមបដាមកជីវិតរស់នៅតែជាមួយនឹងភាពក្តៅក្រហាយរហូតមិនដែលចេះសុខសន្តិភាពឯលឺតែវាយលឺតែដុំមនុស្សបែបនេះសន្សំភ្លើងនរកទុកអនាគតទៅកើតក្នុងនរកហើយពីព្រោះសន្សំតែកំហឹងក្នុងខ្លួនមានតែគំនុំគុំគុណព្យាបាទបៀតបៀនគុំចាំវាយអានេះគុំចាំវាយអានោះអានឹងហើយអនាគតតទៅមុខទៅកើតកន្លែងនរកអាកន្លែងកាប់ចាក់គ្មានស្វាងនឹងឯងបានថាសពថ្ងៃគេហៅថាមនុស្សនឹងមនុស្សដែរប៉ុន្តែរូបរាងកាយជាមនុស្សប៉ុន្តែទឹកចិត្តកំពុងប្រព្រឹត្តធម៌សម្រាប់ទៅនរកឯមនុស្សមួយបែបទៀតគេឲ្យឈ្មោះថាមនុស្សទេវោរូបរាងកាយជាមនុស្សក៏ប៉ុន្តែទឹកចិត្តដូចទេវតាទឹកចិត្តល្អណាស់ចេះធ្វើបុណ្យចេះសន្ទានជូនបច្ច័យម៉ែឪចាស់ទុំដូនតាស្រឡាញ់អ្នកស្រុកអ្នកភូមិគេស្រឡាញ់គេចូលចិត្តគេថានេះហើយមនុស្សល្អរូបរាងកាយជាមនុស្សក៏ប៉ុន្តែមានធម៌ដូចទេវតាអនាគតទៅនឹងទៅកើតជាទេវតាមនុស្សបែបនេះទេវតាតាមស្រឡាញ់តាមសព្ពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មੰកនិសន្តិបញ្ញបាបពលុបគានិរិយ៉ាងបាបកម្មន្តាបញ្ញកម្មចសោកតੰប្រែថាម៉េចទៅស្ដាប់បានអីអត់បានទេលោកថាសត្វទាំងអស់គឺមនុស្សសត្វទាំងអស់ដែលកើតឡើងមកកិច្ចមិនផុតពីស្លាប់ហើយក្រោយពីស្លាប់ទៅពីព្រោះថាសេចក្តីស្លាប់នឹងនៅខាងចុងបំផុតឡើងជិះម៉ូតូទៅថាមិនឲ្យយកសេចក្តីស្លាប់ទៅស្រាប់តែគ្រាន់តែបុកគេម៉ាំងក៏ស្លាប់ដែរឡើងជិះកណូតទៅថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែលិចទូកក៏ស្លាប់ដែរទៅធ្វើដំណើរទៅប្រាំងថាមិនយកសេចក្តីស្លាប់ទៅគ្រាន់តែខ្យល់កក៏ស្លាប់ដែរអញ្ចឹងសេចក្តីស្លាប់តោងនៅក្បែរយើងនឹងឲ្យតែឆ្លៀតឱកាសវានឹងច្បាច់កយើងយកហ្មងដូច្នេះហើយមនុស្សទាំងអស់សុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណក្រោយពីស្លាប់ទៅអ្នកណាធ្វើបុណ្យបានច្រើននៅនោះទៅកើតជាមនុស្សទេវតាអ្នកណាធ្វើបាបទៅក្នុងអបាយភូមិមាននរកប្រែតដេរិឆានជាដើមចឹងហើយបានលោកបញ្យល់ថាតស្មាករិយកល្យាណੰនិច្ចយ៉ាងសម្បរាយិកੰបញ្ញានិបរលោកកាស្មੰបតថាហោនតិបានិណੰព្រោះហេតុនោះហើយសាធុជនអ្នកមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនត្រូវកសាងសន្សំគ្រាន់បានជាទីពឹងទៅក្នុងភពខាងនាយព្រោះថាទ្រព្យសម្បត្តិទាំងអស់យកទៅអត់បានទេ